ថ្មភាពសូមប្រគិនចម្រើនពរ4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈពរទាំង4ប្រការនេះសូមចម្រើនកើតមានអស់លោកអស់អ្នកពុទ្ធបរិស័ទទាំងឡាយតែបានអញ្ជើញមកជួបជុំក្នុងពេលឱកាសនេះវេលានេះខ្ញុំក៏ណាអាថ្មភាពបានទទួលភារៈនេះសំណែងនៃបឋមវិសិទ្ធទេសនាដើម្បីជាកិច្ចតបស្នងឆ្លងសទ្ធានៃអស់លោកអស់អ្នកពុទ្ធបរិស័ទទាំងឡាយទេសនាក្នុងពេលឱកាសនេះប្រសិនបើមានការភ្លៀងធ្លាប់ឆ្គងឆ្គងរបស់បានបល័យអក្សរព្យញ្ជនៈណាមួយសូមអស់លោកអស់អ្នកពុទ្ធបរិស័ទទាំងឡាយខន្តីអភ័យទោសខ្ញុំក៏ណាអាថ្មភាពនឹងស្ដែងទៅតាមសតិបញ្ញាចំណេះវិជ្ជាទុំខ្សោយសូមប្រទីននឹងចម្រើនពរนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะมโนปะเปียงกะมีธรรมีมโนเศรษฐามโนมยีมนะสาเจปตุเทนะพิยสติวิกโรติวิตะโตนังทุกขมันเวเตจักกังเวะหะโตปะตันเตนะโมใบบัดโนเดมานอานจิตสาบาลัยทุกขังดาวมบานหนึ่งนี้คือจิตกิจกุรุณมัสการจมพุทธรัตนตรัยที่ประพุทธประทอนังประซ่องได้สิกระไรสังไข่บรรทบปีบัดนมัสการนิเจอខ្ញុំបកករណាអាត្មាភាពសូមលើកយកពុទ្ធភាសិតមួយកន្លែងដែលមាននៅក្នុងគម្ពីរធម្មបទខុទ្ទកនិកាយមកសម្ដែងចែកជូនអស់លោកអស់អ្នកពុទ្ធបរិស័ទទាំងឡាយនៅពេលថ្ងៃ15រោចខែអាសាឍតែថ្ងៃអស់លោកតែងតែអញ្ជើញមកសមាទានសិល5សិល8សិល10រៀងរាល់តែថ្ងៃសិលនីមួយការពិសិលមនុស្សក៏បានទេសនាអធិប្បាយពុទ្ធភាសិតខាងលើអំបញ្ញនឹងនេះរួចម្ដងទៅហើយក៏បាននាំនិទានរឿងកច្ចៈបាលថែមកជម្រាបតាមនិទានរឿងដែលមានចែងនៅក្នុងរឿងចក្របាលថែនោះតែមិនទាន់បានចប់សពគ្រប់មកឡើយដោយពេលវេលាខ្លីពុំអាចនឹងទីចប់រឿងចក្របាលថែនោះបានជានៅសិលមុននោះក៏បានសម្រេចថានឹងបញ្ចប់រឿងចក្របាលថែនៅសិលនេះប៉ុន្តែញាតិញោមពុទ្ធបរិស័ទបានមានយោបល់ថាការពិសិលមនុស្សអស់លោកខ្លះមិនបានអញ្ជើញមកហើយអស់លោកដែលអញ្ជើញមកពិសិលមុននឹងថាសិលនេះនោះភ្លេចអស់លីងទៅហើយមិនដឹងទៅទេសរឿងអីខ្លះផងទេរឿងចក្របាលថែតែទេសពិសិលមុននោះឥឡូវនឹងមិនដឹងថាម៉េចទៀតផងភ្លេចអស់ទៅបើចឹងគួរតែទេសពីដើមមកម្ដងទៀតក៏ឲ្យអស់លោកទាំងអស់គ្នាចាំជាប់រហូតតទៅឥឡូវសូមលើកយកពុទ្ធភាសិតមកអធិប្បាយហើយនឹងលើកយករឿងចក្របាលថែនឹងមកអធិប្បាយជាថ្មីម្ដងទៀតពុទ្ធភាសិតដោយតែបានអានទុកខាងដើមធម្មនូពពាំងកមីធម្មីមโนសេដ្ឋามโนមយាមនសាចេបតុថេនៈភិយសតិវិកោតិវិតតោនੰទុក្ខមន្វេតេចក្កੰវហតោបទាំងប្រែជាក្តីធម្មនូធម្មីរិធទាំងឡាយមโนពពាំងកមីមានចិត្តដល់មុនមโนសេដ្ឋាមានចិត្តជាប្រធានមโนមយាស្រេចមកស្រេចហើយតែអំពីចិត្តឬសម្រេចមកអំពីចិត្ត
មនសាជេបតុថេនភិយសតិវាករោតិវាបើបុគ្គលមានចិត្តទុសរាយសៅមងហើយធ្វើក្តីនិយាយក្តីឬថានិយាយក្តីធ្វើក្តីសេចក្តីទុករមែងជាប់តាមបុគ្គលនោះព្រោះអំពើទុច្ចរិតតែខ្លួនបានធ្វើនោះដូចជាស្នាមជើងគោដូចជាកង់រទេះដែលតែងតែវិលទៅតាមស្នាមជើងគោដែលកំពុងអូសទៅនៅនឹមរទេះដូច្នោះនឹងជាពុទ្ធភាសិតពុទ្ធភាសិតត្រឹមនេះគឺជាពុទ្ធដីកាដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់សម្ដែងទុកមកព្រះពុទ្ធដីកាត្រង់នេះបញ្ជាក់ឲ្យឃើញថាធម៌ទាំងឡាយពាក្យធម៌ទាំងឡាយទាំងអស់នេះសំដៅយកវេទនាខណ្ឌសញ្ញាខណ្ឌនិងសង្ខារខណ្ឌវេទនាការទទួលនៅអារម្មណ៍ជាទុក្ខជាសុខទាំងអស់នេះក្តីសញ្ញាការដែលចងចាំដឹងនៅអារម្មណ៍ជាសុខជាទុក្ខក្តីដឹងនៅអំពើអាក្រក់ល្អក្តីទាំងអស់នេះសង្ខារខណ្ឌការដែលបង្កើតធ្វើអំពើអាក្រក់ក្តីធ្វើអំពើល្អក្តីទាំងអស់នេះក៏ត្រូវមានចិត្តជាមុនមនោប្រតិចិត្តមនោនឹងសំដៅយកចិត្តទាំង4ភូមិលើកលែងតែកាមាវចរៈកុសលចិត្តចេញចិត្តទាំង4ភូមិនេះលោកហៅថាមនោហេតុនោះធម៌ទាំងឡាយបានដល់វេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌតែកើតឡើងបានអាស្រ័យមានចិត្តជាធំមនោសេដ្ឋាមានចិត្តជាប្រធានបើគ្មានចិត្តទេធម៌ទាំង3យ៉ាងនេះពុំអាចកើតឡើងបានហើយធម៌ទាំង3យ៉ាងនេះទៀតក៏សម្រេចមកអំពីចិត្តទាំងអស់បានជាក្នុងគាថានឹងលោកប្រែបញ្ជាក់ថាបើបុគ្គលណាមួយនិយាយក្តីធ្វើក្តីដោយចិត្តសៅមងហើយសេចក្តីទុក្ខផលនៃអំពើនឹងបានមកជាទុក្ខបានសេចក្តីមានទុក្ខជាប់តាមមិនដាច់ហើយលោកប្រៀបឧបមាថាដូចម្ដេចថាដូចជាកង់រទេះលោកមើលកង់រទេះនឹងវាយ៉ាងម៉េចវាវិលជាប់តាមស្នាមជើងគោដែលអូសរទេះទៅនឹងយ៉ាងណាទៅតាមផ្លូវណាកង់រទេះក៏វិលទៅតាមជើងគោជាប់ដូច្នោះហើយគោខ្លួនឯងហ្នឹងតែជាប់នឹងនឹមរទេះដែលគេទឹមជាប់ហើយហ្នឹងពីព្រោះមានខ្សែទៀមភ្ជាប់នឹងនឹមបើទុកជាចង់រុលទៅមុខក៏ទៅមិនរួចពីព្រោះជាប់ខ្សែទៀមនឹងនឹមបើទុកជាចង់ថយក្រោយក៏ថយមិនរួចព្រោះថយមកត្រូវប៉ះកង់រទេះដែលកំពុងវិលទៅហើយគោដែលកំពុងអូសរទេះទៅហ្នឹងទោះបីទៅដល់ណាក៏ត្រូវតែខំប្រឹងអូសរទេះហ្នឹងទៅរហូតដល់ទីនោះឬបំរាស់ទៅទីណាទៀតមិនបានទេយ៉ាងណាមិញបុគ្គលដែលធ្វើអំពើអាក្រក់ហ្នឹងអញ្ចឹងអំពើផលនៃអំពើអាក្រក់នេះវាឲ្យមកជាទុក្ខហើយសេចក្តីទុក្ខហ្នឹងអ្នកដែលធ្វើអំពើបាបហ្នឹងទោះបីចង់គិតទៅកន្លែងណាចង់រត់ទៅកន្លែងណាចង់ទៅលាក់ខ្លួនពួនសំងំទៅកន្លែងណាក៏ពុំអាចនឹងកិច្ចរួចអំពីផលនៃអំពើបាបដែលខ្លួនបានធ្វើនោះទេនេះតោះនេះដែលចង់បញ្ជាក់ក៏ដូចជាគូអញ្ចឹងទឹមជាប់នឹមនឹងហើយទោះបីចង់បោលទៅមុខរួចកិច្ចរួចអំពីស្នាមជើងអំពីកង់រទេះក៏ទៅមិនរួចឥឡូវនឹងថយដោះខ្លួនដោះក្បាលចេញពីនឹមក៏ថយមិនរួចព្រោះប្រទើសនឹងកង់រទេះដែលកំពុងវិលឯណេះហើយនឹងសេចក្តីទុក្ខតែជាផលនៃអំពើបាបដែលកើតអំពីចិត្តសៅមងចិត្តប្រទុសរាយហើយយើងនិយាយយើងធ្វើអំពើផលនៃអំពើបាបនោះតែងជាប់តាមបុគ្គលអ្នកធ្វើដូចជាកង់រទេះជាប់តាមជើងគោដូច្នោះត្រង់នេះហើយបានជាលោកនិយាយថាចិត្តនេះជាបរិសុទ្ធណាស់ចិត្តដែលបរិសុទ្ធចិត្តដែលល្អហ្នឹងលោកហៅថាវាំងកចិត្តតែវាំងកចិត្តនេះជាចិត្តស្អាតចិត្តបរិសុទ្ធធម្មតារបស់ចិត្តហ្នឹងស្អាត
លឺចំណិចប្រកាសសារៈនិទាំងពេកវេចិត្តតាំងមនាលវិខុទាំងឡាយចិត្តនឹងមានពន្លឺស្អាតល្អណាស់ឧបកិលេសេហេឧបកិលខាងហើយដល់ទៅជាមិនស្អាតទៅជាសៅមងទៅជាមិនបរិសុទ្ធនោះដោយសារឧបកិលេសទាំងឡាយមានអព្យាព្យាបាតៈជាដើមមានអព្យាក្តីរំពៃលោភលន់ចង់បានមិនមានទីបំផុតវាចូលមកធ្វើឲ្យចិត្តនឹងសៅមងធ្វើឲ្យចិត្តនឹងលែងមានពន្លឺភ្លឺថ្លាឡើងវិញប៉ុន្តែតាមធម្មតារបស់ចិត្តភ្លឺថ្លាល្អណាស់ហើយចិត្តដែលភ្លឺថ្លាបែបនេះលោកហៅប្រវាំងកចិត្តនេះអាចកើតដោយទំនើងខ្លួនឯងក៏បានមិនចាំបាច់អាស្រ័យចេតសិកធម៌ណាមួយក៏បានសហធម្មិកធម៌ដទៃគឺជាតួចេតសិកមានវេទនាសញ្ញាសង្ខារជាដើមនេះมันអាចកើតឡើងដោយខ្លួនឯងបានទេគឺត្រូវមានចិត្តនឹងជាគ្រឿងជំរុញឲ្យធម៌ទាំងឡាយ3យ៉ាងនេះកើតឡើងបានហើយនឹងឲ្យបានជាក្នុងធម៌ហ្នឹងគឺមនុស្សពពាំងកមាគឺថាធម៌ទាំងឡាយសុទ្ធតែមានចិត្តជាដល់មុនគឺតែបើគ្មានចិត្តទេធម៌ដទៃនេះมันអាចកើតឡើងបានហើយនឹងឲ្យបានជាការនិយាយស្ដីការធ្វើគ្រប់អំពើគ្រប់យ៉ាងក្តីទោះអំពើល្អក្តីអាក្រក់ក្តីសុទ្ធតែមានចិត្តនឹងជាប្រធានមានចិត្តដល់មុនសម្រាប់មកអំពីចិត្តទាំងអស់ហើយបើថានិយាយអ្វីធ្វើអ្វីដោយចិត្តនឹងហើយបើធ្វើអាក្រក់បើចិត្តអាក្រក់នឹងបានផលជាទុក្ខបើធ្វើល្អចិត្តនោះល្អនឹងបានផលមកជាសុខក្នុងពុទ្ធភាសិតនេះព្រះអង្គទ្រង់សម្ដែងអំពីចិត្តដែលប្រទុសរាយមនសាចេប្រទុថេណាបើចិត្តនឹងប្រទុសរាយចិត្តនឹងមួម៉ៅចិត្តនឹងសៅមងចិត្តនឹងថ្នាំងថ្នាក់ហើយធ្វើក្តីនិយាយក្តីនឹងផលនៃការធ្វើនឹងមកទុកដល់អ្នកធ្វើនឹងជាប្រកបតំណែងបានជាព្រះលើករឿងចក្របាលខែនឹងមានដំណើរថានៅក្រុងសាវត្ថីមានមហាសេដ្ឋីម្នាក់ឬក្នុងគម្ពីរថាក្តុំ2ក្តុំពេជ្រមានក្តុំ2ម្នាក់ហ្នឹងជាអ្នកមានបានឈ្មោះមហាសវណ្ណក្តុំ2ហ្នឹងមានទ្រព្យសម្បត្តិច្រើនណាស់មានភរិយាតែមិនមានកូនមិនមានបុត្ររាល់ថ្ងៃតាមទំនៀមព្រាហ្មណ៍នៅប្រទេសឥណ្ឌាគេតែនាំគ្នាទៅមុតទឹកស្ទឹងកង្គៀឬនៅស្ទឹងណាមួយពួកគេយល់ថាតែដោយពិសេសគឺស្ទឹងទន្លេកង្គៀពួកគេយល់ថាស្ទឹងទន្លេកង្គៀហ្នឹងជាស្ទឹងស័ក្តិសិទ្ធិជាស្ទឹងដែលហូរចេញអំពីនួងសក់ព្រះសូរចេញពីចិញ្ចើមប្រព្រំហើយណាបានទៅមុតទឹកស្ទឹងកង្គៀទន្លេកង្គៀហ្នឹងនឹងបានលៀងបាបហើយនឹងបានបនបានកុសលស្លាប់ទៅនៅបានប្រកើតឋានសួគ៌ក្តុំ2មហាសវណ្ណនឹងក៏តែងទៅងូតទឹករាល់ថ្ងៃអញ្ចឹងវិលត្រឡប់មកវិញថ្ងៃមួយដើរមកឃើញព្រៃមួយដើមឈើមួយដើមនៅក្នុងព្រៃធំសាខាមានមេឃតសុំតសាយក៏នឹកក្នុងចិត្តនឹកថាដើមឈើនេះធំណាស់មានមេឃតសុំតសាយល្អណាស់ប្រហែលជានឹងមានទេវតាមានស័ក្តិមានយោធំដុំនៅអាស្រ័យនៅទីនេះមិនខានទេអញ្ចឹងកើតគំនិតក៏ប្រើមនុស្សឲ្យទៅបោះសម្អាតជំរះទីកន្លែងដើមឈើនៅខាងក្រោមក៏យកខ្សាច់ខ្លះទៅរាយហើយនឹងធ្វើរបងពាត់ដើមឈើនឹងធ្វើបដាទង់ជ័យទង់ផ្សេងយកទៅដោតនៅទីនោះទៅហើយក៏ធ្វើសេចក្តីបួងសួងបន់ស្រន់ថាបើសិនជានៅទីនេះមានទេវតាតែរក្សាដើមឈើនេះពិតមែនខ្ញុំសូមបន់ស្រន់បួងសួងដល់សូមឲ្យបានបុត្រសូមឲ្យបានកូនប្រុសតទៅបានមហាសវណ្ណក្រុម2នឹងវិលត្រឡប់ទៅផ្ទះវិញមិនយូរប៉ុន្មានទៅថាស្រាប់តែភរិយារបស់លោកក៏មានគភ៌តាមទំនៀមព្រាហ្មណ៍នឹងទៅដល់5ខែគេធ្វើបុណ្យឆ្លងគភ៌ម្ដង
ตัวลำนอคือบอลหนึ่งเจอจับที่จามาจุดเลี้ยงตัวออบอสาโตติรุในเนื้อของเตยขนมบริยะเปรี้ยวปรามคายดอกผมเปลือกคายนั่นคือมาดองตีดนี่จะเป็นเนียมเปรี้ยมดอกเปลือกกระปุกมูลคายดอกคายนั่นเป็นบัดประสดนั่นคือบอลมาดองติดได้ให้แต่วิเชียอยู่นั่นแมงกุลเปลือกโกนประสดดอกโกนนั่งกายนอนนั่งnhiệt sẵn đa là phục mà đái có oi mua cô nâng tập bà lạ nặng bàn từ đây thầm nặng đế từ đa nơi đào chưa thông nâng thai đặc xa rồi thà côn đế lục sẽ thay nâng từ thai đặc xa prey nâng bàn côn nâng mơ bàn oi chung tập bà lạ bàn côn thì mùi côn prọc mình du phần mán sắp tại bàn bót mùi tiết bàn côn prọc mùi tiết từ nhữngปีnàyตอนปีนี้จังโกนเกลียวกรอยนี่โกนกรอยเอาชุดจนละปาละจนละบาลต้องเอาชุดโกนเกลียวนี่โกนตีปีนี่จนละบาลก็สำหรับจะไปเช็คเอาชุดโกนบ้องทำมหาบาลดังไปก็หมอจะล้อมคณีเป็นโกนบ้องชุดมหาบาลมหาไปแล้วทุ่มจนไปแล้วโตนี่เป็นป่าบาลทุ่มบาลโตจังเจ้ามหาบาลจนละบาลบ้านโกนปีเนี่ยหนึ่งหอยเตวมันอยู่ประมาณเวียดนามเวียดนามระบบมหาบาลจนละบาลก็ออกสังขารเตวคือก้าวกิริยาเตวมันจะสลับเตวคนหนึ่งมุนหนึ่งก็เวียดนามเวียดนามนักบ้านนักทาโกนเจ้าต่างออกนี่นะใบหนึ่งเตะเตียนเอาจอบจุดเปียหนึ่งตรอบหนึ่งสมบัติหนึ่งตะโกต่างบ้านดูนะแต่รีบจำแบบนี้แค่สบายไล่บ้านยาดาใบดานั่นก็รีบจำโกนหนึ่งเรียนใบวัดเนียการตำรานทมล้างก็รีบจำแบบนี้ครัวซาโกนเจ้าตามเชิงของปีนมาหาบ้าด้วยจะมันยิ้มครัวซาหนึ่งกี่เตะอะไรเปรี้ยวเลยยาดาใบดาออกสังขาเต้ยึดสันดานต่างอ่อนนั้นก็ใบใจตรอดสมบัติต่างอ่อนนั้นปกติเอาไปโกนเพราะสันปีเนี่ยหนึ่งเปียกกระดาเจอมหาบ้าเปียกกระดาติดจนละบ้าโอนก็เนื้อรักษาคดีละโหดจังเตวจนละบาลพระองค์นึงก็ตุกดะมหาบาลจิบอลโดยเชียมาได้โดยเชี่ยวปลุกตามหนังสือกลุ่มปีธรรมดาอันนี้จะกำเตวมนหมายจนมหาบาลนั้นคือแต่แต่งตังคือตุกดะล้วนตุกจิมาได้แต่ว่าจนละบาลเลยการขดเตวกลุ่มยางถึงออกต่อเมื่อใบหน้ามหาบาลจนละบาลก่อนนี้จะกำเตวตีดบ้านมหาบาลนั่งมือการขดเตยจนลวกตุกโดยจุดตุกโดยจะมาได้ต่อเมื่อไอ้ยึดสันดานมันตัวของปีเมียนาไปนาระบบมหาบาลจนละบาลในกิจกรรมเตยก็ใบใจตรวจสมบัติต่างๆนั้นปกุลเอาโกนปีนี้สมัยคณีรูปในออกการแต่ยูเชี่ยกระหอบในใครตอมเตี้ยสบายจะมวยบองพระโอนที่เราโหต่อเมื่อตำนาแต่พระสมมาสามพุทธบรมครูระดับยืนเปรี้ยวเดือดร้อนตรงสบายข้อปรกมนุษย์สักความต่างหลายเอาโลกีไปตั้งเป็นพุทธเป็นเยี่ยละโหเราจะเรียนจิกรึบ้านตรงเยี่ยมเจนไปเรียนจิกรึปีวัดวิลวันนั่นคือดำนาติสนาปรกมนุษย์สัตว์ละโหแต่เราตรงซาบักไทยเป็นเอาโลกีไปสนาไปการนาตะบันตะเกษตรไทยบ้านในตัวเปรี้ยวยุบเปรี้ยวในตรงเรียนจิกรึเจ้าคลาหนึ่งพระสมมาสามพุทธสดับทอดบอกพระองค์ให้บานสำหรับสาวตาปัดพอแล้วก็บานประวารณาสมนิมนต์พระสมมาสามพุทธเตยเยี่ยงเตยกรงสาวัตไทยนำไปติสนาปรกมนุษย์ซักฟองต่างลายฝ่ายพระสมมาสามพุทธตรงตัวนิมนต์น่าจะเป็นเกษตรไทยประบานเวอร์แต่รอบตะกรงสาวัตไทยเป็นรูดกัจจาในกรงริจกึ่งหายก็เตยตามเพลินปรับประกอบประกาศประโกปรับเนี่ยเตยมนุษย์มนุษย์พ่อในภูมิการเลยประพุทธบานตรัสดังให้พระองค์หนึ่งในมุนโมกรองสาวัตไทยนี้ตามหลุดดาบอันนั้นแต่เป็นเกษตรไทยนึงก็เชื่อคลาตัวดอนึงก็เรียบจำโรคตีก็เลยสร้างวัดถวายเปรี้ยบานติงใดพระองค์จะเจ็ดบานจะวัดนั่งไอ้ทุกวัดจะเจ็ดตะปนจะปรีส่วนจะบ้าเราบอกพระองค์จะเจ็ดก็สร้างวัดระโหดตลอดกาลจิวัดจิวาฉลองหอยสัตว์ออกหาสัพบุญเก้า
សព9កោតកហាបណៈព្រះអង្គយាងទៅគង់នៅក្នុងវត្តអនាថបណ្ឌិតកសិដ្ឋីអស់19ប្រវត្តិសានាងវិសាខាមហាឧបាសិកានោះក៏បានជ្រះថ្លាកសាងវត្តពពារាមនៅក្រុងសាវត្ថីនឹងដែរថ្វាយព្រះអស់តម្លៃ29កោតកហាបណៈរួមប្រវត្តិសាដែលព្រះអង្គទ្រង់គង់នៅក្នុងក្រុងសាវត្ថីនឹង19វស្សាគង់នៅក្នុងវត្តប្រជាតពុន6ប្រវត្តិសាគង់នៅវត្តពពារាមរបស់ព្រះនាងវិសាខាមហាឧបាសិការួមទាំងអស់ព្រះអង្គគង់នៅក្រុងសាវត្ថី25ព្រះវស្សាគង់យូរជាគេទាំងអស់ក្នុងបច្ចុប្បន្នរបស់ព្រះអង្គគឺទៅគង់វត្តនិក្រូធារាមដែលព្រះញាតិវង្សានុវង្សកសាងថ្វាយព្រះបានតែមួយប្រវត្តិសាទេនៅក្រុងកបិលពណ៌គឺទៅព្រះញាតិរបស់ព្រះអង្គ80000ខាងប្របីដាខាងប្រមាតា80000គ្រួសារខាងប្រមាតាទាំងអស់ទាំងខាងប្របីដាប្រមាតាហ្នឹងព្រះញាតិវង្សានុវង្សទាំងអស់82000ដងត្រូវប្រមាណ160,000គ្រួសារបានរួបរวมគ្នាកសាងវត្តនិក្រូធារាមនឹងថ្វាយព្រះនិងភិក្ខុសង្ឃតែព្រះសម្មាសម្ពុទ្ធគង់បានតែមួយប្រវត្តិសាប៉ុណ្ណោះគាត់និយាយចុះឡើងទៅមកសំណាក់មកពេលមានតែគង់ចាំប្រសាបានតែមួយប្រវត្តិសាប៉ុណ្ណោះទេតែដែលគង់យូរជាងគេផ្សាយពុទ្ធសាសនានោះគង់នៅក្រុងសាវត្ថីគឺនៅវត្តប្រជាតពុននិងវត្តពពារាមរួមទាំងអស់25ព្រះវស្សាហើយក្នុងពេលដែលគង់នៅក្នុងវត្តប្រជាតពុនក្តីក្នុងវត្តពពារាមក្តីហ្នឹងអាណាតបណ្ឌិតកសេដ្ឋីក្តីនាងវិសាខាមហាឧបាសិកាក្តីហ្នឹងតែងតែទៅវត្តមួយថ្ងៃ2ជើងមួយថ្ងៃ2ដងបើទៅមុនពេលឆាន់មានណានំនែកបបរបៀកយកទៅវត្តមិនដែលដៃទៅទេពោលទៅដៃទៅហ្នឹងលោកនេនលោកផឹកដឹកទៅបួសថ្មីចិត្តតែមើលដៃហើយអាណាតបណ្ឌិតកសេដ្ឋីក្តីនាងវិសាខាក្តីទៅហើយមាននេះមាននោះឲ្យទៅយកទៅមុនពេលឆាន់បបរបៀកហ្នឹងឬក៏នំនែកផ្សេងហើយបើទៅពេលថ្ងៃរសៀលមានទឹកពីត្រជាក់ទាំង5យ៉ាងមានទឹកដោះគោហាប់ទឹកដោះគោរាវទឹកអំពៅស្ករអំពៅទឹកខ្មុំជាដើមឬពំនោះទេទឹកអត្តបានទាំង8ទឹកអត្តបានគឺទឹកដែលធ្វើពីផ្លែដូចជាផ្លែស្វាយទុំផ្លែចេកមានក្របផ្លែចេកឥតក្របជាដើមឬធ្វើពីផ្លែត្រពាំងបាយជូរទឹកនឹងគេកិនយកទៅប្រគេនលោកហៅថាទឹកអត្តបាននឹងទៅពេលថ្ងៃរសៀលមួយថ្ងៃទៅអញ្ជើញទៅវត្ត2ដងរាល់ថ្ងៃអញ្ចឹងនឹងតាមជើងវិធីប្រាប់ហើយក្រៅពីនឹងនៅផ្ទះអាណាតបណ្ឌិតកសេដ្ឋីក្តីនៅផ្ទះនាងវិសាខាក្តីហ្នឹងមានរៀបអាសនៈសម្រាប់ប្រសង់2000អង្គរាល់ថ្ងៃសម្រាប់និមន្តទៅឆាន់នៅផ្ទះហើយបវរណាព្រះអង្គណាខ្វះខាតអីពេលព្រឹកពេលថ្ងៃឬពេលថ្ងៃរសៀលសូមឲ្យសូមឲ្យសួររកចុះបវរណារកប្រគិនគ្រប់យ៉ាងទាំងអស់នឹងរាល់តែថ្ងៃអញ្ចឹងព្រះអាណាតបណ្ឌិតកសេដ្ឋីនឹងមានសទ្ធាជ្រះថ្លាណាស់ចំពោះព្រះសម្មាសម្ពុទ្ធតាំងពីធ្វើគាត់ធ្វើវិហារធ្វើសាលាថ្វាយព្រះនិមន្តព្រះប្រគិនចង្ហាន់ព្រះរាល់ថ្ងៃហ្នឹងមិនដែលហ៊ានសាកសួរធម៌អាអីទេដែលមិនសាកសួរធម៌អាដោយយល់ឃើញថាព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គជាសាស្តាចារ្យនៃទេវតានិងមនុស្សទាំងឡាយព្រះអង្គមានប្រសុខមាលភាពទុនល្មុនល្មើយល្អណាស់ហើយម្យ៉ាងទៀតព្រះអង្គជាជាតិខ្សាត់ដែលធ្លាប់ទៅសុខស្រួលមានប្រសុខមាលភាពអាណាតបណ្ឌិតសេដ្ឋីនឹកថាបើឯងលើកបញ្ហាធម៌សួរព្រះអង្គទៅកុំឲ្យព្រះអង្គពិបាកនឹងសម្ដែងធម៌ប្រុសដល់អាណាតបណ្ឌិតសេដ្ឋីកសេដ្ឋីកុំឲ្យយកគុណយកស្រាយអីដែលសាបានថ្វាយកុដថ្វាយសាលាថ្វាយចង្ហាន់ហើយចេះតែលើកធម៌លើកមកធ្វើឲ្យរំខានដល់ព្រះអង្គគឺបានសេចក្តីចង់គិតថាចង់ឲ្យព្រះអង្គគង់នៅស្រួលបានយូរចឹងទៅឲ្យសប្បាយព្រះអង្គព្រោះព្រះអង្គធ្លាប់បួសតាំងពីបានត្រាស់ដឹងពីពុទ្ធហើយជាជាតិខ្សាត់ផងធ្លាប់សុខធ្លាប់ស្រួលល្អណាស់មិនគួរនឹងធ្វើឲ្យព្រះអង្គលំបាកនឹងអាណាតបណ្ឌិតកសិដ្ឋីគិតអញ្ចឹងហើយព្រះសម្មាសម្ពុទ្ធគិតផ្ទុយពីនឹងទៅវិញនឹកថាលោកសេដ្ឋីនេះ
មានសទ្ធាជ្រះថ្លាល្អណាស់រក្សាតថាគតនឹងគ្រប់យ៉ាងទាំងអស់ប៉ុន្តែរក្សាផ្លូវខុសគិតខុសយល់ខុសទៅវិញយល់ខុសថាបើសិនជាសួរធម៌សួរអាសូមឲ្យព្រះអង្គនិមន្តសម្ដែងធម៌អាទៅក្រែងឲ្យនាំលំបាកដល់តថាគតនេះគិតនឹងគិតខុសព្រោះតថាគតដែលខំកសាងមក4អសង្ខ័យមួយសែនកាប់នេះសុខចិត្តលះបេះដូងលះជីវិតលះដៃលះជើងលះកូនលះប្រពន្ធឲ្យទៅជាទានទាំងអស់នោះដើម្បីអ្វីថាដើម្បីនឹងសម្ដែងធម៌ប្រងមនុស្សសត្វទាំងអស់តែជាលោកបិណ្ឌអនាថបិណ្ឌកសេដ្ឋីយល់ខុសទៅវិញខ្លាចនឿយលំបាកដល់តថាគតព្រះអង្គទ្រង់ត្រេះនេះអញ្ចឹងតាំងពីនោះមកពេលដែលអនាថបិណ្ឌកសេដ្ឋីថ្វាយលំពីអង្គាសចំហាន់ហើយមកគង់ព្រះអង្គទ្រង់សម្ដែងធម៌មួយកាន់រាល់ថ្ងៃរហូតមកចឹងឲ្យបានជានៅក្នុងវត្តជាប្រពន្ធអស់លោកជ្រាបហើយទៅដល់ពេលថ្ងៃសៀលអញ្ចឹងសាយន្តហេធម្មតិសណាំងឧបកិច្ចរបស់ព្រះ5យ៉ាងពុព្វហេបន្តបាតញ្ចៈតែបលឹមឡើងទ្រង់យាងបណ្បាតត្រឡប់ពីបណ្បាតមកឆានសាយន្តហេធម្មតិសណាំងទី2ថ្ងៃរសៀលនឹងទ្រង់សម្ដែងធម៌ប្រពុតបរិស័ទទូទៅបានទី3បទូសេភិក្ខុវាទាំងក៏ដល់ថ្ងៃល្ងាចឡើងទ្រង់ប្រលុបបជោសេនឹងបទូសេនឹងប្រលុបហើយថ្ងៃរៀបអស់ស្ដាំគុតទ្រង់ឲ្យអាវាតដល់ភិក្ខុសង្ឃទាំងឡាយទាំងភិក្ខុសង្ឃនិងភិក្ខុនៃសង្ឃអត្រថេទីបញ្ហាណាំងទី4នឹងពាក់កដាលត្រៀតទ្រង់ដោះបញ្ហាទេវតាទាំងឡាយពុទ្ធទេវតាទៅពាក់កដាលទៀតយើងចុះហើយមកសួរប្រស្នាចំពោះព្រះសម្មាសម្ពុទ្ធទី5នោះបច្ចោសេវកតេកាលេព្រះពីវិលោកណាំងព្រះសម្មាសម្ពុទ្ធនឹងទៅពលឹមឡើងតើនមុនអរុណរះជានិច្ចតើនឡើងនឹងទ្រង់ប្រមាលមើលឧបនិស្ស័យសត្វតើថ្ងៃនេះតថាគតនឹងគួរនឹងទៅប្រោះមនុស្សសត្វណាដែលមានឧបនិស្ស័យនឹងទ្រង់ប្រមាលមើលជាមុនជានិច្ចអញ្ចឹងបានជាតាំងពីថ្ងៃនោះមកតែព្រះអង្គទ្រង់ព្រះចន្ទាបែបហ្នឹងក៏ទ្រង់ផ្ដើមទេសនាមួយថ្ងៃមួយកាន់ជានិច្ចតមកតាមក្នុងរឿងរ៉ាវនឹងថានៅក្រុងសាវត្ថីសម័យនោះមានមនុស្សដល់ទៅ7កោដហើយក្នុងមនុស្ស7កោដនឹងអ្នកដែលបានទៅស្ដាប់ធម៌បានសម្រេចមគ្គផលជាអរិយសាវកចំនួនបាន5កោដគឺទៅនៅសល់តែ2កោដទៅជាបឋមជនហើយមនុស្ស5កោដនឹងតាំងពីពេលនឹងមកពេលថ្ងៃត្រង់នឹងតែងតែនាំចង្ហាន់ផាត់មហូបអាហារនំចំណីយកទៅវត្តវាប្រគិនប្រសង់ភិក្ខុសាមណេរតាមធម្មតាចឹងទៅដល់ពេលថ្ងៃរសៀលឡើងក៏ប្រមូលគ្នាកាន់ភ្ញីកាន់ផ្កាកាន់ភេសជ្ជៈយកទៅវត្តដើម្បីស្ដាប់ធម៌ទេសនាដល់ថ្ងៃមួយហ្នឹងមហាបាលក៏ដំពីហ្នឹងឃើញមនុស្សម្នាដែលជាអរិយសាវកនាំគ្នាកក្រែងទៅវត្តទៅវាហ្នឹងក៏សាកសួរថាអស់លោកនាំគ្នាទៅណាមានការនៅដៃចឹងបានអស់លោកដែលជាអរិយសាវកអ្នកចេះខ្លាក្នុងពុទ្ធសាសនាហ្នឹងដំណើរប្រាប់ថាយើងទៅស្ដាប់ធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធបានមហាបាលនឹកថាបើចឹងគួរទៅស្ដាប់គេដែរបានរឲ្យគេរកពីរកការរកគ្រឿងទេសជ្ជៈផ្សេងទៅវត្តជាមួយនឹងគេទៅដល់ថ្វាយបង្គំព្រះទៅដល់អង្គុយនៅចុងកាត់នោះនៅចុងគេបង្អស់មិនហ៊ានចូលមកចិត្តគេទេទៅនៅចុងក្រោយក្រៅវងរបស់អរិយសាវកហ្នឹងទៅដល់ព្រះសម្មាសម្ពុទ្ធពេលទ្រង់សម្ដែងធម៌ទេសនាទ្រង់ប្រមាលមើលឧបនិស្ស័យសត្វឃើញល្អមហាបាលនេះមានឧបនិស្ស័យតើបើចឹងកថាគុតគួរសម្ដែងអនុពពីកថាទាំង5បានទ្រង់សម្ដែងអនុពពីកថាទាំង5នឹងទី1ទានកថាទ្រង់សម្ដែងពីទានការឲ្យទាននោះមានអានិសង្សបែបម៉េចហើយការឲ្យទានត្រូវធ្វើយ៉ាងម៉េចđểបានអានិសង្សប្រសើរសីលកថាទេសនាអំពីការរក្សាសិលសមាធិសិលតការរក្សាសិលសមាធិសិលនឹងត្រូវធ្វើយ៉ាងម៉េចហើយមានអានិសង្សបែបម៉េចទី3សក្កកថានិយាយអំពីឋានសួគ៌សេចក្តីសុខក្នុងឋានសួគ៌និងការធ្វើខ្លួនធ្វើយ៉ាងណាដើម្បីឲ្យបានទៅកាន់ឋានសួគ៌ទី4
កាមានអតិនវកថាសំដែងអំពីទូកនៃកាមគុណទាំង5ទី5នេខមានៃសង្សារសំដែងពីអានិសង្សនៃការចេញបួសដល់ទេសនានឹងកំពុងតែព្រះកំពុងទេសនាមហាបាលស្ដាប់ផ្ទៀងផ្ទាត់ដែលយកចិត្តទុកដាក់ទៅនឹកសង្វេគនឹកដល់ធម៌នេះពីរោះណាស់មានពីរោះខាងដើមពីរោះកណ្ដាលនិងពីរោះខាងចុងធម៌នេះជ្រៅណាស់បើសិនជានៅជាក្រហមមិនអាចនឹងបដិបត្តិបានទេហើយធម៌នេះបញ្ជាក់ឲ្យច្បាស់ថាកូនប្រុសកូនស្រីទ្រព្យសម្បត្តិទាំងអស់នេះក្តីមិនអាចនឹងយកជាប់នឹងខ្លួនបានទៅទេក្នុងពេលដែលយើងលះលោកនេះទៅកាន់លោកខាងមុខបើចឹងតើប្រយោជន៍អ្វីអាត្មាអញនឹងនៅគ្រប់គ្រងផ្ទះតទៅទៀតបើចឹងគិតលះផ្ទះសម្បែងគិតរកបួសចឹងមើលទៅមិនបើសិនជានៅផ្ទះសម្បែងនៅគ្រប់គ្រងផ្ទះមិនអាចរកធម៌នឹងឃើញទេសម្រាប់ចិត្តថាត្រូវទៅបួសដល់ព្រះលោកសម្ដែងធម៌ទេសនាចប់មហាបាលក៏ចូលទៅថ្វាយបង្គំសម្បួរបានព្រះសម្មាសម្ពុទ្ធទ្រង់មានព្រះបន្ទូលសួរថាមហាបាលតើអ្នកឯងមានអ្នកណាដែលត្រូវលាសិនទេបានមហាបាលឃើញព្រះអង្គមានប្អូនម្នាក់នៅផ្ទះនៅមើលការខុសត្រូវរាល់ថ្ងៃបើចឹងទៅលាប្អូននឹងសិនទៅហើយសំណោបានមហាបាលនឹងបញ្ញាទៅដល់ផ្ទះទៅដល់នឹងក៏លាហៅប្អូនមកហើយចលបាលនឹងមកក៏ប្រគល់ប្រាប់សពគ្រប់ប្រគល់ទ្រព្យសម្បត្តិដែលជាចំណែករបស់ខ្លួនថាឥឡូវនេះទ្រព្យសម្បត្តិប្រមាណរបស់បងប្រគល់ឲ្យប្អូនឯងទាំងអស់ប្អូនឯងចាត់ចែងធ្វើអីធ្វើទៅចោះឥឡូវអូចុះបងឯងទៅណាថាបងសុំលាទៅបួសហើយគ្រាន់តែមិនដឹងចលបាលនោះក៏យំក៏ស្នែកទាំងវកបងអើយបងទៅណាតាំងពីមេដាបិតាអស់ទៅនឹងខ្ញុំសង្គមលើបងឯងនឹងហើយទុកដូចជាម៉ែជាឪឥឡូវទ្រព្យសម្បត្តិយើងច្រើនណាស់បងនៅជាក្រហោះចឹងទៅនៅផ្ទះនៅសបាយនៅចង់ធ្វើបន់ធ្វើកុសលឲ្យធ្វើទៅសុំតែកំចេញទៅបួសចោលប្អូនបានណាមើលផ្ទះមើលសម្បែងមើលទ្រព្យមើលសម្បត្តិមហាបាលផងវកទាំងបងឯងធម៌របស់ព្រះសម្មាសម្ពុទ្ធនេះមានលំអខាងដើមលំអខាងដាលលំអខាងចុងធម៌នេះជ្រៅណាស់ពីរោះណាស់តែធម៌នេះសម្រាប់កុហកអ្នកគ្រប់គ្រងផ្ទះមិនអាចនឹងចាក់ធ្លុះធម៌នេះបានទេហេតុនោះបងមិនអាចនៅតទៅទៀតបានទេសូមលាបងឯងទៅបួសចលបាលនឹងវកនឹងបងឯងនៅក្មេងនៅមានកម្លាំងនៅឡើយនៅក្មេងនៅឡើយតើខ្ញុំអាចប្រញាប់ទៅបួសអីចាំតែចាស់ទៅសុំទៅបួសនៅជួយមើលការខុសត្រូវប្អូនទៅសិនបានមហាបាលនឹងតបមកវិញទៀតណាបងណាធម៌ដែលបងបានស្ដាប់បានវិញនេះបើចាំដល់ចាស់បានទៅរកមើលទៅរកលែងឃើញហើយគឺពុទ្ធធម្មតាមនុស្សចាស់ដែលជារាបក្របសង្កត់ហើយដៃជើងទាំងអស់ហ្នឹងវាមិនស្ដាប់បង្គាប់យើងទេហើយនឹងមិនអាចនឹងធ្វើធម៌នឹងឲ្យបានសម្រេចដោយបំណងបានឡើយបានមហាបាលលោកបញ្យលប្អូនលោកតែជារាជចរិតាហន្តេហត្ថបាទីអនសវាយសសោវិហតថាមកកថាធម្មចរិសតេមនីចលបាធម្មតាជារាជចរិតាហន្តេមនុស្សទាំងឡាយដែលមានចរិយាក្រមគ្រាចូលមកបៀតបៀនហើយកម្លាំងក៏ថយខ្សោយចុះហើយតើនឹងប្រព្រឹត្តធម៌បានដូចបានយ៉ាងដូចម្ដេចគឺថាមិនអាចនឹងប្រតិបត្តិធម៌នឹងបានទេនឹងបងសុំលាបងឯងទៅបួសហើយទោះបីចលបាលនឹងយំស្រែកវកយ៉ាងណាមហាបាលក៏លាបអូនចុះចេញពីផ្ទះទៅដល់ថ្វាយគុំទូលព្រះបានព្រះទ្រង់ចាត់ឲ្យបំបួសចលមហាបាលនឹងទៅក៏តាមក្នុងរឿងរ៉ាវហ្នឹងថាមហាបាលបួសបាន5វស្សានៅជាមួយនឹងឧបជា5វស្សាហើយបានចេញទៅធ្វើធម៌ខ្លួនឯងបញ្ជាក់សេចក្តីថាលោកធម្មបាលនេះបួសមិនមែនបួសជាមួយនឹងព្រះផ្ទាល់ទេគឺគ្រាន់តែព្រះទ្រង់ចាត់ឲ្យអ្នកដទៃបំបួសជំនួស
បានសេចក្តីថាលោកនៅ5ភាសាពីព្រោះតាមធម្មតាតាមក្នុងព្រះវិន័យថាភិក្ខុសង្ឃដែលបួសហើយនឹងចំពោះភិក្ខុភាសាម៉ណែនឹងក៏ដូចគ្នាដែរត្រូវនៅក្នុងសំណាក់គ្រូឧបជា5ភាសាយ៉ាងតិចបំផុតត្រូវនៅរៀននៅសូត្រនៅបម្រើនៅបដិបត្តិខ្លួនឯងផងបដិបត្តិគ្រូឧបជានឹងរហូតដល់5ឆ្នាំបានអាចចេញទៅទីឆ្ងាយបាននឹងតាមព្រះវិន័យលោក5អញ្ចឹងបើជួនកាល5ភាសាហើយនឹងស្រេចឧបជាមើលផងជួនកាលលោកអង្គនោះតែនៅ5ភាសាបួសបាន5ភាសានោះហើយប៉ុន្តែនៅក្មេងសេចក្តីមិនទាន់ចេះធម៌ចេះវិន័យត្រឹមត្រូវក៏មិនអាចនឹងបញ្ជូនឲ្យទៅនៅទីកន្លែងដទៃម្នាក់ឯងបានទេទាំងនេះបានជាបញ្ជាក់ថាព្រះលោកទ្រង់ប្រយ័ត្នខ្លាចក្រែងវិខុសង្ឃរបស់ព្រះអង្គក្នុងសាសនាហ្នឹងធ្វើឲ្យខូចរបៀបរៀបរយក្នុងធម៌ព្រះវិន័យបានជាត្រូវនៅយ៉ាងតិច5ឆ្នាំជាមួយឧបជាសិនរៀនពីឧបជាបដិបត្តិឧបជានឹងឲ្យចេះការស្ទាត់ប្រកបចេះធម៌ចេះវិន័យពិតប្រកបទើបបញ្ជូនឲ្យទៅតាំងទីកន្លែងដទៃបានដល់មហាបាលនឹងនៅបាន5ភាសាដល់ចេញភាសាហើយក៏ថ្វាយបង្គំលាឧបជានាំទៅថ្វាយបង្គំខួរព្រះក៏ដល់ទូលសួរព្រះរបស់ព្រះអង្គដ៏ចម្រើនក្នុងសាសនានេះតើធុរៈក្នុងពុទ្ធសាសនាមានប្រមាណយ៉ាងដែរបានព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាធុរៈក្នុងពុទ្ធសាសនាមាន2យ៉ាងគឺគន្ធធុរៈ1វិបស្សនាធុរៈ1គន្ធធុរៈសំដៅយកការសិក្សារៀនសូត្រការរៀនបត្រៃវិដកបាន1និកាយក្តី2និកាយក្តី3និកាយក្តីទាំងអស់នឹងហៅថាបរិយត្តិហៅថាគន្ធធុរៈហើយវិបស្សនាធុរៈនោះគឺការចម្រើនមេត្តាភាវនាធ្វើសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋាននេះហៅថាវិបស្សនាធុរៈបានមហាបាលថែនឹងលោកក៏បានទូលព្រះសម្មាសម្ពុទ្ធរបស់ព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបួសចាស់បន្តិចហើយបានបួសផ្លោះហើយមិនអាចនឹងរៀនបរិយត្តិនឹងឲ្យបានសមបំណងបានទេព្រោះបួសចាស់នោះហើយខ្ញុំព្រះអង្គសូមរៀនខាងវិបស្សនាធុរៈសូមព្រះអង្គមេត្តាសម្ដែងអំពីវិបស្សនាធុរៈហ្នឹងឲ្យបានដឹងសពគ្រប់ហើយខ្ញុំព្រះអង្គនឹងទៅបំពេញខាងវិបស្សនាធុរៈតទៅបានព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងវិបស្សនាកម្មដ្ឋានដល់មហាបាលថែនឹងរហូតដល់ព្រះអរហត្តផលចប់វិបស្សនាកម្មដ្ឋាននឹងហើយមហាបាលថែក៏ថ្វាយបង្គំលាព្រះសម្មាសម្ពុទ្ធទៅបំពេញសមណធម៌នៅទីឆ្ងាយដាច់ស្រយាលចម្ងាយប្រហែល160យោជន៍ពេលនោះចក្របាលថែនឹងក៏បានរកបបួលគ្នាភិក្ខុសង្ឃផងគ្នានឹងបាន60នាក់ទៅជាមួយនិមន្តទៅនឹងទៅរហូត160យោជន៍ឆ្ងាយពីក្រុងសាវត្ថីទៅនិមន្តទៅទាំង60អង្គ61អង្គនៅចក្របាលថែទៅដល់ទី1ដាច់ស្រយាលទៅឃើញភូមិមួយក៏ចូលទៅសំណាក់នៅភូមិនោះទៅណាមនុស្សនៅក្នុងភូមិស្រុកនឹងឃើញព្រះសង្ឃអញ្ចឹងទៅនាំគ្នាមកថ្វាយគុំសាក់សួរសពគ្រប់សួរលោកចាស់និមន្តទៅទីណាមកហើយក្រុងនិមន្តទៅទីណាហើយមានគោលបំណងយ៉ាងម៉េចខ្លះបានព្រះថេរៈទាំងអស់អង្គនឹងលោកក៏មានថេរដីកាជំរាបញាតិញោមបាសកបាសិកាថាអាត្មាភាពទាំងអស់គ្នាមកនេះមករកទីកន្លែងស្ងប់ស្ងាត់ដើម្បីនឹងចម្រើនសមណធម៌បានអ្នកភូមិអ្នកស្រុកថាបើចឹងសូមនិមន្តគង់នៅទីនេះទៅដើម្បីបានខ្ញុំព្រះអង្គនឹងសូមសិលថ្វាយខ្លួនដល់នៅពុទ្ធធម៌ប្រសង្ឃជាទីពឹងផងបានព្រះថេរៈទាំងអស់អង្គថាទីបឋិញាតិញោមសូមនិមន្តចង់ឲ្យនៅចឹងអាត្មាក៏នឹងទទួលនិមន្តនៅតទៅបានមនុស្សម្នាទាំងអស់នឹងឮចឹងក៏ជ្រះថ្លាគ្រប់គ្នាខ្លះក៏ចាត់ចែងធ្វើទីកន្លែងសម្រាប់ព្រះអង្គលោកគង់ពេលថ្ងៃពេលយប់នឹងទៅបានដល់ពេលចូលប្រសានៅចាំប្រសាទីនោះទៅនៅក្នុងព្រៃក្បែរភូមិស្រុកនឹងព្រលឹមឡើងក៏ចេញមកបិណ្ឌបាតហើយទៅចូលទៅស្រុកវិញដល់ពេលថ្ងៃចូលប្រសាហ្នឹងក៏តាំងអធិដ្ឋានប្រសាគ្រប់អង្គឡើងនៅពេលនោះចក្របាលថែក៏បានមានថេរដីកាទៅកាន់ភិក្ខុសង្ឃទាំងឡាយ
ទាំង60អង្គដែលជាសហធម្មនិកាយតែទៅប្រព្រឹត្តធម៌បដិបត្តិធម៌ជាមួយគ្នានឹងសួរអស់លោកទាំងឡាយមើលក្នុងភាសាហ្នឹងតើអស់លោកនឹងបដិបត្តិធម៌យ៉ាងដូចម្ដេចទៅដែរយ៉ាងម៉េចខ្លះប្រើអ៊ីរិយាបថយ៉ាងម៉េចទៅខ្លះបានភិក្ខុសង្ឃទាំងអស់នេះឆ្លើយទៅខ្ញុំកណាទាំងអស់គ្នាហ្នឹងនឹងប្រើអ៊ីរិយាបថទាំង4គឺដេកដើរឈរអង្គុយដោយធម្មតាអញ្ចឹងហើយបដិបត្តិធម៌តាមដំណើរអញ្ចឹងទៅហើយភិក្ខុសង្ឃទាំងអស់ក៏ទូលសួរវិញចុះលោកម្ចាស់យ៉ាងម៉េចដែរបានតាំងប្រតិយ៉ាងម៉េចក្នុងប្រវត្តិសាស្ត្រហ្នឹងនឹងបដិបត្តិធម៌យ៉ាងម៉េចដែរបានចក្របាលថែលោកតបមកវិញថាខ្ញុំកណាបានតាំងចិត្តថានឹងក្នុងប្រវត្តិសាស្ត្រ3ខែនេះនឹងមិនដេកជាដាច់ខាតមិនប្រើអ៊ីរិយាបថថាដេកខ្ញុំណាប្រើអ៊ីរិយាបថ3គឺឈរអង្គុយនឹងដែរបានភិក្ខុសង្ឃទាំងអស់ថាបើចឹងស្ដេចតែលោកម្ចាស់សូមឲ្យបានសម្រាប់ប្រយោជន៍ទៅចប់លោកទាំងអស់ក៏បែកគ្នាទៅតាមទីកន្លែងនឹងទៅចូលភាសាហើយខំប្រឹងធ្វើធម៌ធ្វើធ្វើធម៌អស់រយៈពេល1ខែបិណ្ឌបាតព្រលឹមឡើងចេញទៅបិណ្ឌបាតមកពេលយើងទៅប្រឹងធ្វើធម៌ធ្វើអីចឹងទាំងថ្ងៃទាំងយប់ចឹងទៅដល់គ្រប់1ខែហ្នឹងมันបានសឹងសោះចក្របាលថែបណេតលោកឈឺឡើងប៉ោងបណេតដល់និមន្តទៅបិណ្ឌបាតទៅក្នុងភូមិស្រុកហ្នឹងនៅភូមិហ្នឹងមានពេទ្យម្នាក់ពេទ្យហ្នឹងក៏ឃើញប្រធេរៈប្រឈួនបណេតចឹងក៏ចូលទៅថ្វាយបង្គំបវារណាហ្នឹងទួទៅផងសួរលោកម្ចាស់ទាំងឡាយដែលនិមន្តមកគង់នៅទីនេះខ្ញុំកណាជាពេទ្យបើសិនជាលោកម្ចាស់មានជំងឺដង្កាត់អ្វីសូមកុំឲ្យខែងចិត្តខ្ញុំកណាសូមបវរណាសូមឲ្យផ្ដល់ព័ត៌មានមកខ្ញុំកណានឹងជួយថែរក្សាទៅតាមដែលលៃទៅកើតដល់តមកចក្របាលថែមានរូបបណេតឈឺបណេតចឹងភិក្ខុសង្ឃទាំងអស់ដែលជាមិត្តភក្តិនៅជាមួយហ្នឹងឃើញហេតុចឹងក៏នាំរឿងនោះទៅជម្រាបគ្រូពេទ្យបានគ្រូពេទ្យបើចឹងថ្ងៃទេខ្ញុំកណានឹងផ្សំថ្នាំមួយមុខថ្នាំនឹងពូកែណាស័ក្តិសិទ្ធិណាសូមឲ្យលោកម្ចាស់យកទៅបន្តតាមចំមុខអាចតែបន្តតែអស់ថ្នាំប៉ុណ្ណឹងនឹងជាសះស្បើយជាប្រកបបានផ្ញើថ្នាំនឹងទៅដល់នោះចក្របាលថែលោកទទួលយកថ្នាំនឹងទៅលោកក៏បន្តថ្នាំនឹងប៉ុន្តែលោកអង្គុយបន្តលោកសោកថ្នាំទៅក្នុងចំមុខបាញ់ទៅចឹងថ្នាំវាមិននៅរហូតធ្លាក់មកវិញអស់មកក៏ស្អែកឡើងខានស្អែកឡើងទៅទៀតទៅបិណ្ឌបាតចឹងទៅពេទ្យឃើញក៏សាកសួរមកទៅលោកម្ចាស់បានថ្នាំហើយតែបានហើយទៅលោកម្ចាស់បន្តថ្នាំហើយឬអីលោកថាលោកបន្តហើយយ៉ាងម៉េចទៅដែរការរោគនោះថាទីនៅតែឈឺនៅតែចាប់អញ្ចឹងដែរបានជាពេទ្យចិត្តឆ្ងល់ថ្នាំនេះពូកែណាស់តាមធម្មតាដាក់តែម្ដងពីរនឹងជាឈឹងបាត់ទៅហើយចុះឥឡូវមិនក៏នៅតែឈឺចាប់នៅតែហើមប៉ោងដែរអញ្ចឹងបានសាកសួរលោកម្ចាស់ថ្នាំនឹងលោកម្ចាស់បន្តយ៉ាងម៉េចអង្គុយបន្តឬក៏លោកម្ចាស់សឹងបន្តលោកមិនឆ្លើយសួរថាម៉េចក៏មិនឆ្លើយនៅស្គង់ស្ងៀមអញ្ចឹងទៅក៏អញ្ចឹងពេទ្យនឹកថាមើលទៅលោកគ្រូចាស់នេះថាជាមិនសឹងបន្តទេដឹងឥឡូវសុំចេះទៅលោកម្ចាស់សុំសឹងហើយសុំបន្តហើយសមណធម៌នោះអស់លោកគង់ព្រះអង្គគង់តែនឹងបានសម្រេចទេតែកណារាងកាយបានសុខបានស្រួលហើយធម៌គង់តែនឹងរកឃើញជាប្រកបហើយនឹងសុំព្រះអង្គមេត្តាសឹងហើយសុំបន្តឆ្នាំនឹងបានវាចូលវាជ្រាបទៅដល់ក្នុងលោកក៏ទទួលយកឆ្នាំទៅទៀតទៅនឹងក៏នៅតែអង្គុយបន្តអញ្ចឹងទៅបានឆ្នាំនឹងទៅលោកទៅពីតទីបំផុតពេទ្យនឹកខាងមិនកើតទេគិតទៅតាមមើលនៅកន្លែងលោកគង់នោះចៅយ៉ាងម៉េចក៏ដែរទីកន្លែងលោកយ៉ាងម៉េចពេទ្យនោះក៏ទៅខ្លួនឯងទៅដល់វត្តទៅដល់ទីកន្លែងលោកគង់ទៅដល់មើលទៅឃើញកន្លែងចង្ក្រមកន្លែងដើរចុះដើរឡើងទៅហើយទៅមើលកន្លែងដែលលោកសម្រាប់គង់នៅគ្មានកន្លែងសឹងមានកន្លែងអង្គុយបានពេទ្យថាបើចឹងលោកបែបអធិដ្ឋានធុដងហើយនេះសាច់កាំងនេះសាច់ជីកៈធុដងអង្គុយតែម្យ៉ាងមិនព្រមសឹងគឺមិនប្រតិបត្តិវត្តសឹងនេះគឺលោកប្រើអិរិយាបថ3បំណោ
បានគូពេទ្យបញ្ជាក់ទូទៅទៀតថាបើចឹងលោកម្ចាស់ខ្ញុំកណាសុំបវរណាសុំឲ្យលោកម្ចាស់សឹងឲ្យបន្តឆ្នាំនឹងទៅលោកក៏គង់ស្ងៀមដល់បានឆ្នាំនឹងទៅលោកក៏ទៅពិគ្រោះខ្លួនលោកថាខ្ញុំចង់អីទេលោកគូពេទ្យជួយទៅខុសតាមអាត្មាពិគ្រោះគ្នាសិនគូពេទ្យនឹងស្វែងគុំទៅលោកចូលទៅក្នុងបន្ទប់អង្គុយគង់អញ្ចឹងលោកពិគ្រោះនឹងពិគ្រោះគ្នាគឺពិគ្រោះនឹងការរាជការរបស់លោកណារូបរាងកាយរបស់លោកសរីរៈរបស់លោកហ្នឹងក៏បានលោកសួរមើលតាលិតាគឺលោកហៅខ្លួនលោករូបរាងកាយហ្នឹងទេតាលិតាឯងស្រឡាញ់ធေါ်ឬស្រឡាញ់ស្នេហ៍បើថាស្រឡាញ់ស្នេហ៍នឹងតាលិតាឯងដេកឲ្យបន្តឆ្នាំនឹងទៅហើយថាតាលិតាឯងស្រឡាញ់ធေါ်ហ្នឹងអត់ត្រូវដេកទេពួកខ្លួនឯងបានបដិញ្ញាហើយក្នុងពេលថ្ងៃចូលប្រសាថានឹងមិនប្រើឥរិយាបថដេកចំណាច់ខាតក្នុងរយៈពេល3ខែហ្នឹងតើតាលិតាឯងស្រឡាញ់ពុទ្ធសាសនាស្រឡាញ់ធម៌ឬអ្វីក៏ថាស្រឡាញ់ធម៌នឹងអត់ត្រូវដេកបន្តទេគួរចុះសួរឡើងគួរតែខ្លួនលោកហ្នឹងហើយលោកនិយាយតែខ្លួនលោកហ្នឹងទៅនេះយើងនៅតាលិតាឯងដែលវាកើតស្លាប់វិលវល់ក្នុងវដ្តសង្សារហ្នឹងដោយសារអីដោយសារថាយើងមិនបានបប្រតិបត្តិខអាឲ្យឃើញច្បាស់ផ្លូវដែលទៅកាន់ទីរលត់ទុកឥឡូវនឹងតើយើងដើរឃ្លាតចាស់ផ្លូវនឹងឬក៏យើងព្រមតែដើរតាមផ្លូវនឹងរហូតទៅក៏បើតាមផ្លូវនឹងរហូតទៅអត់ទៅដេកទេលោកក៏បន្តឆ្នាំនឹងអង្គុយបន្តឆ្នាំតទៅទៀតដល់លើកទី3ទៅបិណ្ឌបាតពេទ្យឃើញកាន់ហើមខ្លាំងសួរមកទៅលោកម្ចាស់បន្តឆ្នាំនឹងបានយ៉ាងម៉េចទៅហើយទីនៅតែជឿចាប់ដដែលអញ្ចឹងចូលលោកម្ចាស់សឹងបន្តឬអង្គុយបន្តលោកមិនឆ្លើយបានពីបំផុតពេទ្យគ្រប់3ដងពេទ្យនឹងគាត់ថាទេបើអញ្ចឹងខ្ញុំកណាចាញ់ចំណេះហើយឥឡូវខ្ញុំកណាសុំចាយសុំខ្ញុំកណាឈប់រក្សាលោកម្ចាស់ហើយឈប់ផ្សំឆ្នាំប្រគិនតទៅទៀតហើយលោកម្ចាស់ក៏សុំថាកុំអោយមានពលការតែខ្ញុំកណាពេទ្យហ្នឹងជាអ្នកមើលភ្នែករបស់លោកម្ចាស់តាំងពីថ្ងៃនេះតទៅបានលោកក៏វិលត្រឡប់ពីបណ្ឌបាតមកឆាន់ហើយក៏លោកពីគ្រោះជាមួយខ្លួនលោកទៀតហើយថាឥឡូវបាលិតាឥឡូវនេះពេទ្យគេឈប់រក្សាខ្លួនឯងហើយតើអ្នកឯងតូចចិត្តឬអីតើអ្នកឯងនឹងប្រែចិត្តទៅដេកបន្តឆ្នាំនឹងវិញឬអីដាច់ខាតតែអត់វិលត្រឡប់ទៅមិនដេកបន្តទេត្រូវតែអង្គុយបន្តអញ្ចឹងបើសិនជាត្រូវបែកភ្នែកខូចភ្នែកស្លាប់ដោយសាររូបភ្នែកហ្នឹងក៏ស្លាប់ទៅតាមរឿងរបស់វាចោកហើយនឹងលះបង់សេចក្តីបដិញ្ញាថាមិនដេកហ្នឹងមិនលះបង់ចដាច់ខាតគឺលោកមិនព្រមសឹងរហូតដល់ទីបំផុតហ្នឹងថ្ងៃមួយភ្នែកប្រណីតរបស់លោកនឹងហើមប៉ោងខ្លាំងពេកទៅលោកអត់ឈប់សម្រាកទេនៅតែបដិបត្តិធម៌ដូចតែប្រកដីពីមុនមកអញ្ចឹងដល់ទីបំផុតភ្នែកក៏បែកនៅថ្ងៃមួយហ្នឹងហើយនៅពេលដែលភ្នែកបែកហ្នឹងព្រះរហត្តផលក៏បានសម្រេចដល់លោកនៅពេលនោះដែរក្នុងរឿងប្រាប់អញ្ចឹងអពុទាំងអចរិមាំងបាលីប្រាប់ថាភ្នែកក៏បែកស្មើគ្នានឹងព្រះរហត្តផលដែលលោកបានសម្រេចបានសេចក្តីដែលលោកបានសម្រេចព្រះរហត្តផលស្មើគ្នាក្នុងពេលដែលភ្នែកបែកផ្ទុះមកហើមប៉ោងខ្លាំងពេកហ្នឹងលោកក៏បានសម្រេចព្រះរហត្តផលទៅចក្រតែប៉ុន្តែព្រះរហត្តផលរបស់ចក្រវាលថែហ្នឹងលោកហៅថាសុខវិបស្សកៈព្រះរហន្តគឺលោកបានសម្រេចព្រះរហត្តផលដោយខាស់ស្ងួតរាគៈទូសៈមោហៈនឹងសុខៈទៅស្ងួតតែមិនខាស់រីងអស់ហើយរាគៈទូសៈមោហៈអនុសយៈកិលេសទាំងប្រមាណដែលត្រាំនៅក្នុងសន្តាននៅក្នុងប្រទេសរបស់ព្រះអង្គអស់លីងទៅខាស់រីងអស់ស្ងួតអស់យ៉ាងហ្នឹងបានឲ្យឈ្មោះសុខវិបស្សកៈប៉ុន្តែលោកអត់បានចេះដឹងអីទេគ្រាន់តែបានសម្រេចជាព្រះអរហន្តប៉ុន្តែអត់មានចេះដឹងអត់បានសម្រេចបដិសម្ពិទាអត់បានសម្រេចអភិញ្ញាឬបានសម្រេចបដិបទាណាមួយទេអញ្ចឹងបានព្រះអរហន្តលោកចែកទៅជាច្រើនបែបជាព្រះអរហន្ត
ដែលបានសម្រាប់ព្រះរហន្តហើយបានសម្រាប់អភិញ្ញា6ផងហើយព្រះរហន្តដែលបានសម្រាប់បដិសន្ធិទា7នោះផងហើយនឹងព្រះរហន្តដែលបានសម្រាប់ព្រះរហន្តហើយដោយអត់បានចេះដឹងអ្វីទាំងអស់ហើយនឹងព្រះរហន្តដែលបានសម្រាប់ដោយវិជ្ជា3និងវិជ្ជា8ដោយពិតនឹងព្រះរហន្តបានសម្រាប់ត្រឹមវិជ្ជា3នឹងព្រះរហន្តមាន4ពួកអញ្ចឹងទេវិជ្ជាឆលបញ្ញាសត្តបត្តបត្តៈនិងសុខវិបស្សកៈព្រះរហន្តមាន4ពួកដល់តាំងពីនោះមកលោកក៏បានសម្រេចព្រះរហន្តជាព្រះរហន្តមួយអង្គពុទ្ធបរិស័ទទាំងអស់បានឮដំណឹងនឹងក៏នាំគ្នាស្រោបស្រាំទៅវត្តទៅទីកន្លែងដែលចក្របាលថែលោកគង់នៅគាត់បបួលគ្នាយំស្រែកស្ដាយសំណោះហើយតាំងពីនោះមកភិក្ខុសង្ឃចេញទៅបិណ្ឌបាតទៅដល់នឹងភូមិស្រុកដែលលោកធ្លាប់និមន្តទៅបិណ្ឌបាតមិនឃើញប្រធារៈក៏សាកសួរតែឥឡូវនឹងចក្របាលថែគង់នៅណានិមន្តទៅកាន់ទីណាហើយបានភិក្ខុសង្ឃទាំងអស់ហ្នឹងក៏ជម្រាបញាតិញោមពុទ្ធបរិស័ទគូបាសកបាសិកាទៅលើព្រះមហាថែលោកខ្វាក់ប្រណិតទាំងពីរព្រះអង្គទៅហើយបានញាតិញោមទាំងអស់ក៏នាំគ្នាមកថ្វាយបង្គំយំយើងស្ដាយសំណោះគ្រប់គ្នាតាំងពីពេលនោះមកពុទ្ធបរិស័ទបាសកបាសិកាក៏បាននាំបាយនាំចង្ហាន់នាំចូលបបរព្រឹកឆ្នាំជាជាពេលល្ងាចនឹងយកមកទំនុកបំរុងបប្រតិបត្តិលោករហូតរៀងមកហើយតាំងពីនោះមកបច្ចកបាលថែក៏បានបង្រៀនបង្ហាត់អស់លោកដែលជាសហធម្មិកៈដែលនៅជាមួយនឹងចំនួន60អង្គរៀងរាល់ថ្ងៃបង្រៀនអំពីរបៀបធ្វើកម្មដ្ឋាននឹងរហូតដល់ទីបំផុតភិក្ខុទាំង60អង្គបានសម្រេចព្រះរហន្តផលដោយបដិសន្ធិទាគ្រប់អង្គទៅដល់ពេលដែលព្រះរហន្តទាំង60អង្គលោកបានសម្រេចព្រះរហន្តផលហើយក៏ជំនុំគ្នាថាគួរចេញប្រសានេះគួរនាំគ្នាទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធនៅឯក្រុងសាវត្ថីចម្ងាយផ្លូវ160យោជន៍បាននាំគ្នាទៅទូលក្រុមចក្របាលថែថាយើងទាំងអស់គ្នានឹងបានសម្រេចចិត្តនឹងទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធនៅពេលចេញប្រសានេះតើប្រទេព្រះមហាថែមានបំណងនឹងនិមន្តទៅដែរឬអីបានព្រះមហាចក្របាលថែលោកមានថេរកាថាចង់ទៅចឹងដែរប៉ុន្តែដោយខ្ញុំកណានេះវាជារាពិកាជាមនុស្សទុពលមានទុពលភាពភ្នែកខ្វាក់ទាំងពីរទៅណាមកណាលំបាកឥឡូវបើទៅជាមួយនឹងអស់លោកធ្វើឲ្យដំណើរអស់លោកនឹងយឺតដំណើរហើយលំបាកជាមួយនឹងខ្ញុំកណាផងដោយសារខ្ញុំកណាផងហើយនឹងសូមលោកម្ចាស់និមន្តទៅចុះសូមតកល់ថ្វាយបង្គំគាត់ព្រះសម្មាសម្ពុទ្ធនិងព្រះអសីតិមហាថាឲ្យផងភិក្ខុសង្ឃទាំងអស់នឹងប្រថេរៈទាំងឡាយនឹងក៏ទទួលទេយើងទាំងអស់គ្នាមិនខ្លាចលំបាកទេគាត់ថាលោកម្ចាស់ក៏ចង់និមន្តទៅជាមួយនឹងយើងខ្ញុំក៏សូមនិមន្តយើងខ្ញុំព្រមបដិបត្តិលោកម្ចាស់រហូតតារាទៅតែបច្ចកបាលថែលោកមិនសពទេលោកថាសូមឲ្យអស់លោកនិមន្តទៅចុះទៅគាត់ព្រះសម្មាសម្ពុទ្ធថ្វាយគុំព្រះសីទេមហាថែហើយបើសិនជាជួបនឹងប្អូនខ្ញុំកណាចលបាលហើយបើចលបាលសួររកខ្ញុំកណាក៏ប្រាប់តាមដំណើរផងហើយថាសូមឲ្យបញ្ជូនមនុស្សមកនាំខ្ញុំកណាទៅក្រុងសាវត្ថីវិញផងតែប៉ុណ្ណឹងបានណាបានភិក្ខុទាំង60អង្គប្រទេរៈទាំង60អង្គក៏ថ្វាយបង្គំលាបចក្របាលថែនិមន្តមកក្រុងសាវត្ថីចម្រើនពរលាបាសកបាសិកាញាតិញោមជើងវត្តវាយចង្ហាន់រួចហើយក៏ធ្វើដំណើរនិមន្តមកដល់ក្រុងសាវត្ថីចូលថ្វាយបង្គំព្រះហើយនឹងព្រះសីតិមហាថែមកទូលតាមដំណើរទំនងព្រះចក្របាលថែមានអាពាធដោយពនិតរបស់លោកមានរោគចិត្តធ្ងន់ហើយឡើងត្រូវបែកពនិតខ្វាក់ទាំងពីរទៅហើយតើគង់នៅវត្តជាតិពុននឹងហើយព្រលឹមឡើងក៏និមន្តទៅបិណ្ឌបាតនៅនិមន្តទៅបិណ្ឌបាតហ្នឹង
ប្រសង់ប្រធានទាំង60អង្គក៏និមន្តទៅតាមផ្លូវផ្ទះបណ្បាតផ្ទះប្អូនលោកចលបាលហ្នឹងក៏ដល់ចលបាលផ្ដុំពីរហ្នឹងនៅចាំប្រធានទាំង60អង្គហ្នឹងចាំមុខចាំមកក៏សាកសួរនាំបដល់បងសួរចុះទៅឥឡូវមិនទៅបច្ចុប្បន្នខែសុខសប្បាយព្រះអង្គទេឬយ៉ាងម៉េចគង់នៅណាបានប្រធានទាំងអស់ទាំងចក្របាលខែឥឡូវហ្នឹងលោកមានរោគវាឈឺភ្នែកឥឡូវនេះភ្នែកនោះបែកខ្វាក់ទាំងពីរព្រះអង្គអស់ខ្វាក់ភ្នែកទាំងពីរទៅហើយมันអាចនិមន្តមកបានទេយើងខ្ញុំអាត្មាទាំងអស់គ្នាហ្នឹងទូចទេសុំនិមន្តលោកមកដែរតែព្រះអង្គថាខ្លាចយើងអាត្មាទាំងអស់គ្នាលំបាកឥឡូវនេះសូមឲ្យជម្រាបលោកក្តំពីថាសូមឲ្យចាប់មនុស្សហើយទៅនាំលោកហើយបានប្រធានទាំងឡាយតែបើចឹងបញ្ជូនក្មួយនឹងទៅបានចលបាទាំងបើឲ្យក្មួយនឹងទៅនៅជាក្រហោះអញ្ចឹងឃើញពិបាកព្រោះផ្លូវដាច់ស្រយាលគេមានគ្រោះថ្នាក់ដោយចោលដោយក្មួយដោយព្រៃផ្សៃនឹងឆ្ងាយដាច់ស្រយាលអញ្ចឹងចុះបើចេះទៅលោកចាស់សុំ9ក្មួយនឹងបុះនេនទៅហើយសុំបញ្ជូនទៅនាំលោកនានោះមកក្រុងសាវត្ថីបានលោកទាំងអស់អង្គយល់ព្រមក៏9នេននឹង9ក្មួយនឹងទៅ9នេនហើយក៏បញ្ជូនឲ្យទៅនាំប្រចក្របាលថែមកបួសរួចហើយក៏បញ្ជូនទៅប្រាប់ដំណើរទំនងប្រាប់ផ្លូវឲ្យសពគ្រប់លោកនេននឹងក៏ទៅតាមផ្លូវតាមផែនទីដែលប្រធានលោកប្រាប់ដំណើរទំនងទៅដល់ភូមិនឹងក៏សាកសួរអ្នកស្រុកអ្នកភូមិអស់លោកមានជ្រាបទេនៅទីកន្លែងហ្នឹងថាមានវត្តព្រៃវត្តព្រៃនោះវត្តនៅក្នុងព្រៃហ្នឹងវត្តឧដុងនោះថាមាននៅកន្លែងណាមានជ្រាបទេបានមានអ្នកស្រុកអ្នកភូមិទៅសួរចុះនាងនេះមកពីខាងណាពីស្រុកណាទៅខ្ញុំមកពីក្រុងសាវត្ថីចុះមកមានការមិនទេលោកប្រចក្របាលថែត្រូវជាពុកមារបស់ខ្ញុំឥឡូវហ្នឹងប្អូនបង្កើតរបស់លោកនោះប្រើអាត្មាហ្នឹងឲ្យមកដើម្បីនាំប្រធានត្រឡប់ទៅក្រុងសាវត្ថីបានអ្នកស្រុកអ្នកភូមិហ្នឹងក៏នាំទៅបង្ហាញទីកន្លែងប្រចក្របាលថែតែនៅក្នុងព្រៃនឹងទៅដល់ហ្នឹងសាមណេរក៏ទៅនៅជាមួយធម្មប្រចក្របាលថែអស់កន្លះខែស្រួលបួលហើយបានសាមណេរនឹងក៏ដំណើរប្រាប់ថាឥឡូវហ្នឹងឪពុកមារបស់ខ្ញុំកណាឈ្មោះចលបាលបានផ្ដាំឲ្យខ្ញុំកណានឹងមកដើម្បីនិមន្តលោកមាវិលត្រឡប់ទៅក្រុងសាវត្ថីវិញបានប្រចក្របាលថែថាបើចឹងរៀបចំដំណើរទៅរៀបចំដំណើរចូលទៅក្នុងភូមិចម្រើនពូនញាតិញោមសពគ្រប់សាមណេរក៏បានកាន់ជាច្រត់ដឹកដៃចក្របាលថែនិមន្តតាមផ្លូវទៅនិមន្តបានបន្តិចទៅនឹងទៅដល់ភូមិមួយទៀតនៅក្នុងព្រៃដែរតែចក្របាលថែលោកធ្លាប់គង់នៅធ្វើធម៌នឹងធ្លាប់បណ្ឌបាតនៅតាមភូមិស្រុកអស់ហ្នឹងនៅក្នុងព្រៃតាមស្ទុះទៅនេនលោកនេនជាក្មួយរបស់លោកនេនឈ្មោះប៉ាលិតៈដែរឈ្មោះប៉ាលិតឈ្មោះប៉ាលិតៈសាមណេរប៉ាលិតៈសាមណេរហ្នឹងដឹកដៃដឹកជួយច្រត់ឪពុកមានឹងទៅដល់ឮសំឡេងក្មេងស្រីកំពុងតែកាច់អុកនៅក្នុងព្រៃនឹងច្រៀងបណ្ដើកាច់អុកបណ្ដើនាងប៉ាលិតនឹងឮសូរសំឡេងហ្នឹងគឺទប់មិនបានដោយសេចក្តីព្រៃត្រអាលហ្នឹងទៅក៏សុំនិយាយនឹងឪពុកមាថាសុំមកលោកម្ចាស់គង់នៅទីនេះសិនក្នុងកណាមានកិច្ចការបន្តិចបានចូលក្នុងព្រៃកន្លែងដែលនាងកំពុងរកអុកកាច់អុកហ្នឹងទៅមិនគ្រាន់តែទៅប្រព្រឹត្តអនាចាររំលោភលើនាងស្រីដែលកំពុងតែច្រៀងកាច់អុកនៅក្នុងព្រៃនឹងទៅដល់សម្រាប់កិច្ចនឹងហើយបានវិលត្រឡប់មកវិញចក្របាលថែលោកជ្រាបមកជ្រាបសាមណេរប៉ាលិតនេះមិនស្អាតទេមិនបរិសុទ្ធទេមានសិលវិបត្តិណាបាននឹងប្រកាសជានឹងទៅប្រព្រឹត្តអនាចារលើស្ត្រីមិញហើយបានជាបាត់សម្លេងនាងទៅហើយឮដូចជាលោកបានឮសម្លេងអីមិនសូវសមទៅតាមធម៌តាមវិន័យ
ដល់សាមណេរនឹងវិលត្រឡប់មកវិញក៏បានតែបើចឹងសូមនិមន្តតទៅទៀតបានចក្របាលថែលោកប្រកែកថាលោកនាងទៅមិញហ្នឹងទៅធ្វើអីបាត់ឈឹងសូនអញ្ចឹងប្រហែលជាសាមណេរឯងហ្នឹងមានសិលវិបត្តិហើយមិនមិញហ្នឹងនាងនោះមិនហ៊ានឆ្លើយដោយខ្លួនឯងប្រព្រឹត្តមិនសមគួរចឹងមែនទៅខូចខាតជាមួយនឹងនាងនឹងទៅឡើយនៅស្ងៀមមិនហ៊ានឆ្លើយលោកចក្របាលថែលោកស្ដីបន្ទោសពីរដងក៏នៅតែស្ងៀមអញ្ចឹងបានដល់ទីបំផុតទៅទូទៅទេថាសូមឲ្យលោកលានិមន្តបន្តទៅទៀតខ្ញុំកណានឹងដឹកជួយច្រត់នាំនិមន្តទៅបានចក្របាលថែទេណាយើងមិនទៅជាមួយនឹងអ្នកដែលប្រព្រឹត្តអំពើអាក្រក់អំពើបាបល្មុខដូចនេះទេហើយសុខចិត្តស្លាប់នៅទីនេះមិនព្រមធ្វើមិត្តជាមួយនឹងជនពីលដូចជំនាញឯងទេបាននេនប៉ាលិតឆ្លោយដល់ហើយខ្ញុំកណាដោះស្បង់ដោះទីពោចេញហើយស្លៀកពាក់ជាកង្វះទៅវិញហើយនឹងសូមលោកមាទៅជាមួយនឹងខ្ញុំកណានេះខ្ញុំកណាដឹកដៃជិះដឹកជាច្រត់និមន្តទៅចក្របាលថែក៏ប្រកែកទៀតថាទីទោះបីសមណៈអាក្រក់ក្តីកុហកអាក្រក់ក្តីក៏ដូចតែគ្នាទេលោកនេនដែលធ្វើបាបដល់ទៅប្រសក់ក៏ប្រសក់បាបដូចតែគ្នាអញ្ចឹងតែនឹងមិនទៅជាមួយទេមិនធ្វើមិត្តជាមួយនឹងជនពីលដោយលោកនេនឯងទៀតទេទៅទូទៅទេយ៉ាងម៉េចលោកមិនព្រមទៅជាមួយនេនប៉ាលិតនឹងអត់ពេចខ្លួនបាត់ទៅចោលលោកចក្របាលថែប្រធារៈនៅកណ្ដាលព្រៃនឹងទៅហើយព្រៃនឹងសិតតែជាអមនុស្សមានពួកបិសាចមានពួកសត្វសាហាវក៏ច្រើនព្រៃដាច់ស្រយាលបាននៅពេលហ្នឹងហើយណាប្រធារៈនោះក៏មានខ្វាក់ទាំងពីរទៅទៀតមិនដឹងទៅណាមកណានៅក្នុងព្រៃហ្នឹងតែពេលហ្នឹងតាមក្នុងនិទានរឿងហ្នឹងថាព្រះឥន្ទ្រាធិរាជតែមានហេតុចឹងតែមានហេតុអស្ចារ្យចឹងព្រះឥន្ទ្រាធិរាជតាមធម្មតាគង់នៅឋានតាវតឹងមានអាសនៈលោកខ្ពស់ណាស់ហៅថាបណ្ឌុកម្មពលៈសេនាសនៈថ្មអាសនៈធ្វើពីថ្មនោះថ្មបណ្ឌុមានពណ៌ក្រហមហើយខ្ពស់ណាស់បើបណ្ដោយ60យោជន៍ទៅទឹង50យោជន៍កម្ពស់15យោជន៍នឹងប្រវែងណានៅគុំខ្ពស់ណាស់ហើយថាអាសនៈដែលព្រះឥន្ទ្រលោកគង់នឹងតែលោកគង់ភ្លាមទៅវាទុនល្មើយទុនចុះទៅហើយដល់លោកងើបឡើងវាប៉ោងឡើងវិញដូចជារសអញ្ចឹងស្រួលណាស់ដល់តែមានហេតុទៀតចម្លែកអាសនៈនឹងក្តៅហើយតាមធម្មតាអញ្ចឹងបានជាយើងតែនិយាយធម្មតាថាប្រអិនអាសនៈប្រអិនក្តៅឬយ៉ាងក្តៅអាសនៈបាទអញ្ចឹងទៅព្រះអង្គប្រអិនលោកជ្រាបទៅហេតុមានហេតុអីចេះបានជាបណ្ឌុកម្មបលាសនៈនឹងសេលាសនៈនឹងក្តៅអញ្ចឹងបានទ្រង់ពិចារណាមើលដល់ចក្ខុទិព្វពួកព្រះអិនលោកមានចក្ខុទិព្វថាសាសនីតោពួកពិចារណាឃើញភ្លាមមួយផ្លែតហ្នឹងព្រមមានប្រណិតដល់តែ1000បានស្ដីតែបញ្ញាណាមើលឃើញគ្រប់យ៉ាងទាំងអស់ពិចារណាឃើញចក្របាលថែជាអ្នកស្រឡាញ់ធម៌ជាអ្នកស្អប់បាបអំពើបាបជាអ្នកមានប្រតិចង់កែជីវិតឲ្យទៅជីវិតបរិសុទ្ធជីវិតថ្លៃថ្នូរឥឡូវហ្នឹងត្រូវគង់ម្នាក់ឯងនៅក្នុងព្រៃប្រណិតទាំងពីរខ្វះហើយក្នុងព្រៃដែលសត្វមានអមនុស្សសត្វសត្វសាហាវនៅពេញពាសទៅនឹងបើសិនជាអាត្មាអញមិនទៅជួយសង្គ្រោះពេលនេះទេអាត្មាអញនឹងត្រូវបែកក្បាលទៅ7ភាបានទីតរីក៏បានជ្រាបឲ្យព្រះទ្រង់ព្រះចន្ទាអញ្ចឹងប្រសិទ្ធបាត់ពីឋានតាវតឹងមកដល់កន្លែងប្រធារៈគង់នឹងភ្លាមលោកព្រាបទៅដូចជាមនុស្សដែលមានកម្លាំងហើយបាត់ដៃគាត់ទៅលាដៃទៅវិញយ៉ាងលឿនយ៉ាងម៉េចហ្នឹងព្រះអិនចុះពីឋានតាវតឹងមកដល់ទីកន្លែងហ្នឹងលឿនលះហះដូចគ្នានឹងលាដៃពីដៃបត់នឹងដូចនោះដែរគាត់ទៅចុះមកដល់លោកផ្លែងខ្លួននិមិត្តខ្លួនទៅជាមនុស្សធម្មតាមកដល់ធ្វើស្នាសំឡេងជើងដូចជាជើងមនុស្សដើរធម្មតាហ្នឹងតើមកចិត្តនឹងប្រធារៈលោកគង់នៅទីហ្នឹងបានចក្របាលថែលោកសួរណាដើរហ្នឹងបានព្រះឥន្ទ្រាធិរាជលោកឆ្លើយទៅលោកនិមិត្តខ្លួនទៅប្រសក់ថេរៈនេះលោកមើលមិនឃើញនេះមិនជាណាទេបានព្រះឥន្ទ្រាធិរាជលោកឆ្លើយថាខ្ញុំជាអ្នកដំណើរ
จักรบาลท้ายลูกสู้แต่ลูกจืนtừนาได้ทั่วดำนาtừนาได้แต่ขยมขนานั้นไตรเติบกรงสาวัดไทยไม่ช่วยลมจ้าก็อันสู้แต่เป็นช่วยลมจ้าไตรในมณฑนาได้ศาสนาก็เตยนองได้bởi chẳng lùm chặt thì môn tây mùi khi còn ná có bán không còn ná chun tới bàn bán chặt có bao thế là cái chơi thì chọn lúc rùa đặt mà này khi mà lúc các bạn này chơi đi tôi lập hiệp cái năng mình chui tầm na thì mùi lúc bàn thì tập chui tới tập nom ở dưới tầm na lúc nom ở dưới bạn đỏ lúc bán và ăn tri từ dưới lòi nhưng còn ri chả la bà sân địa bàn thua đầm na tây chỉ muốn lùm chả lúc nào thua đầm na tây chỉ muốn lùm chả nắng thua ở cái ná mỹ cài bon cài của sao con như cái và thổ đập giang nào mũi chừng than cái năng bạn thì không còn ná nước theo bà sân của con bà ông sập tây thì buồn tây nước theo còn ná chu đầm na tây trong ná bạn bon bàn của sao đại xá chu đầm na ông bán chặt ba lực hai sẽ đập sầm lên nha đập sầm đây và nâng nó thì lúcนี้mình được thò đá đấy mình lúcนี้กินmình lúc này thò là a này đó sòng rõ hẳn ta mà lúc này mình lúc sòng rõ tê bảo chẳng cua để tê chừng muối còn mình lúcนี้miền thò miền á bán ta bảo chẳng nó bán sòng ta lúc ăn một cua chẳng miền ấy lấy này cam chưa cho đặt đây mà đấy bán và ăn kia thì nó lúc đặt cam chưa cho đặt múcจักรบาลไทยนั่นมีมุนตัวการตรงสาวไทยตำนาพระอันตรีถืออย่างลูกผมปรุนเพลิงมา160 ยุช่วยดำนารอดไทยคนได้น้อยป่าได้5ได้อิทธิฤทธิ์ระบบพระอันตรีถืออย่างก็เตยนิมุนแต่ปีไงหรือเสียปีเฟรย์นุ่งมาดอลครองสาวไทยถ้ามันละมีถ้ามาไทยแต่สิ่งนั้นมาดอลกรงซาบไทยลูกผมปูนเพลงสัตว์มาดอลกรงซาบไทยนั้นประเทศละลูลีโซเพลงลีโซปักกุมเซนดำโดดไตรเซนลูกสู้ทางอุบาสกสำเร็จปักกุมนั้นโดดไตรนั้นสำเร็จในตีนาอะไรนะว่าบ้านปีที่ยุคลอยทางนี้จะกรงซาบไทยเลยจึงดอลกรงซาบไทยเยอะกว่าหน้าดอลอะไรยิ่งการละทำงานเติมยืดหนักประมาณไงประมาณติดในตำรองเติดดอก็เลยนั่นไม่ก็ชับคลังมาแล้วบ้านปอันเกลียดลอยแต่การลงจันในบนเตยแบบมันสกอร์เปล่ากัดก็เขียนว่านะสกอร์เปล่ากัดเนี่ยน้อยเป็นน้ำเราตามเปล่ากัดบ้านจะไปชับจังตะปันนังประเทศลูกจีบแบบจังลูกนี่มันเป็นลูกธรรมดาเลยให้จิตติปดาให้หนูเจ้าจังบ้านปอันเกลียดยังก็นอนประเทศมาดอสลาได้จนละบาปโอนบ้านสร้างสลาตุกสำหรับลูกดอลหมดดอลก็ปอันเกลียดยังนอนลูกกุ้งในเรือสลากุ้งในเรือกระดากราหลังเตยเฮ้ยก็ลูกในมุ่นสกัดที่บริยิตหนึ่งอันเกลียดนี่ก็เยียงเตยเตียกโอนเตยลายคลุนเพื่อจะมิดแกะระบอกจนละบาละตอนเราใส่ไฮในคลายอะไรนึกบองประเทศจักรบาลท้ายลูกในมุนหมดดอกให้ดังดีจนละบาลีช่างลอยจะแล้วลูกหมดดอกละทำหมดดอกให้แล้วในกุ้งนะถ้ากุ้งในสลากรงสาวvàเขาวัดจิตพุ่นในนอกสลาได้แต่คลายไอ้ช่วยเมื่อกี้เนาะอันนึงลงในมิดคลุนเพื่อจะสำลังระบอกจนละบาละบ้านจนละบาได้บ้านจังออกคุณนะบ้านดังตำนังนั่งแต่ได้จำเตยจูบบ้านจนละบาจะทวายกุมจนละจักรบาลไทยจะบองคืนจังกับยุ่มสดาอย่าหล่อไล่หมายก็สดายตุ่มตึกพองแต่เมื่อยมกันนะค้อนถ้าเขาเอาตัวบัวอะไรดอกบัวนั่นจังขวัญในถึงปีจนได้บ้านเงินตัดไอ้จังกับนังเตยสกัดที่วิกับบัดล้วนไปตำหนังเมาเฮ้ยต้นละบาจะโอนเนี่ยเราเคยประมาณไทยจะบองขวัญในถึงปีนึงก็เรียบจำตำรวจรงไอ้กุ้งในขนมสลาในล้วนบางก่อสร้างตุกสำหรับเกณฑ์โลก
ហើយក៏បានយកក្មេងពីរនាក់ដែលជាខ្ញុំកំដរព្រោះនៅស្រុកយើងនៅស្រុកឥណ្ឌាហ្នឹងក៏មានខ្ញុំកំដរដែលនៅបម្រើតាមផ្ទះមិនមានមកបានអញ្ចឹងឲ្យពីរនាក់ក្មេងប្រុសពីរនាក់ទៅបួសនេនឲ្យនៅជួយទំនុកបំរុងបំរើក៏ចាក់ក្បាលថែជាបងរហូតតមកទៅក្តៅជាបាយចម្លហ្នឹងឲ្យទៅយកពីផ្ទះមកប្រគេនលោកឆាន់រាល់ថ្ងៃបព្វជួយវត្តបប្រតិបត្តិប្រគេនលោកតាមធម្មតាចឹងទៅបានតមកថាមានភិក្ខុសង្ឃជាច្រើនអង្គនិមន្តមកពីទីផ្សេងមកថ្វាយអង្គមគាល់ព្រះនិងព្រះអសីទេមហាថែអសីទេមហាថែហ្នឹងគឺព្រះមហាថែ80អង្គដែលជាព្រះរិយសាវកហើយសាជាបើនិយាយតាមសាជាគណៈសង្ឃជាអ្នកធ្វើការផ្ទាល់នឹងព្រះសម្មាសម្ពុទ្ធមាន80អង្គចឹងបានហៅថាអសីទេមហាសាវកអសីទេមហាសាវកនេះគឺសុទ្ធតែជាគឺប្រសារីបុត្រប្រមូលកលៀនព្រះមហាកាសពព្រះអនុរុទ្ធព្រះសេវលិព្រះមហាកច្ចាយណៈព្រះអនុរុទ្ធទាំងអស់ហ្នឹងសុទ្ធជាអសីទេមហាសាវកសុទ្ធតែអង្គធំណាស់ជួយសម្រេចកិច្ចការព្រះសម្មាសម្ពុទ្ធមានអធិការផ្សេងនេះព្រះមហាថែទាំងអស់ហើយលោកជាអ្នកជួយរងាប់ដោះស្រាយអធិការផ្សេងដូចយើងហៅសក្តិហៅធារសភាពិសុទ្ធជាព្រះអសីទេមហាថែបងធំណាស់ហើយសុទ្ធជាព្រះអរហន្តទាំងអស់អង្គទាំងអស់ហ្នឹងបានភិក្ខុទាំងឡាយដែលមកពីទីផ្សេងទៅទូកថ្វាយបង្គំគាល់ព្រះសម្មាសម្ពុទ្ធគាល់ព្រះអសីទេមហាថែហើយក៏នាំគ្នាថាចង់ដើរមើលពីវត្តចេតពុនពីកន្លែងមួយទៅកន្លែងមួយកន្លែងជាមហាថែធំលោកគង់ហ្នឹងតែសុទ្ធជាព្រះអរហន្តហ្នឹងស្រាប់ទៅពេលថ្ងៃរសៀលល្ងាចហ្នឹងដើរទៅចិត្តទៅដល់សាលាដែលចក្របាលថែលោកគង់ហ្នឹងវាប្រលប់បន្តិចទៅនឹកថាមើលទៅកុំឲ្យរំខានលោកចង់ទៅមើលលោកដែរប៉ុន្តែឥឡូវចាំស្អែកទៅចុះសុំមកក៏វិលត្រឡប់ទៅវិញទៅទីកន្លែងខ្លួនវិញទៅក៏ពេលនោះយប់ហ្នឹងតាមក្នុងនិទានប្រាប់ថាលៀងខ្លាំងណាស់ពេលប្រលប់រហូតដល់ពេលពាក់កណ្ដាលគ្រាភ្លៀងពាក់កណ្ដាលគ្រាបានអស់ភ្លៀងទៅក្នុងបឋមយាមនិងមជ្ឈិមយាមដល់បច្ចឹមយាមតាមធម្មតាចក្របាលថែលោកតែងទៅចង្ក្រមទៅពេលព្រឹកឡើងតាំងពីម៉ោង3ម៉ោង4ទៅលោកដើរចង្ក្រមហើយពេលដែលភ្លៀងពីប្រលប់នឹងមកនៅស្រុកយើងនៅស្រុកឥណ្ឌានឹងមេភ្លៀងឯសត្វល្អិតផ្សេងចេញពីដីពីអីមកដើរវាពីពេញទៅផ្លូវដែលលោកចង្ក្រមហ្នឹងហើយចក្របាលថែលោកខ្វាក់ពនេទាំងពីរពេលដែលដើរចង្ក្រមលោកមើលមិនឃើញសត្វល្អិតអស់ហ្នឹងទេលោកដើរជន់សត្វល្អិតងាប់ច្រើននៅលើទីកន្លែងចង្ក្រមហ្នឹងហើយលោកលេនពីរនាក់ដែលនៅបម្រើហ្នឹងមិនបានបុកសម្អាតទាន់ពេលពីព្រឹកស្រាប់ទៅដល់ព្រលឹមឡើងភិក្ខុសង្ឃទាំងឡាយដែលនិមន្តមកពីទីផ្សេងនិមន្តមកដល់មកចង់ឃើញចង់ជួបនឹងចក្របាលថែមកដល់ឃើញសត្វល្អិតទាំងអស់ហ្នឹងងាប់នៅលើទីចង្ក្រមផ្លូវដែលប្រតិរៈលោកចង្ក្រមហ្នឹងបានភិក្ខុសង្ឃទាំងអស់ហ្នឹងសួរលោកនេនសួរណាដើរចង្ក្រមពីព្រឹកមិញនៅកន្លែងហ្នឹងបានលោកនេនកូនសិស្សឆ្លើយថាឧបជារបស់ខ្ញុំកណាពីព្រះចក្របាលថែបានភិក្ខុសង្ឃទាំងអស់គ្នានឹងលើកទូមើលលើកទូថាមើលណាមិនសមអីហើយធ្វើជាអ្នកបួសធ្វើជាសមណៈកាលដែលនៅភ្នែកភ្លឺនោះមិនគិតចង្ក្រមទេមិនគិតខំប្រឹងទេដល់អស់តែភ្នែកខ្វាក់ទាំងពីរហើយបានទៅធ្វើចង្ក្រមទៅធ្វើជាអ្នកមានព្យាយាមហើយទៅជន់សัตว์ងាប់អស់អញ្ចឹងតើវាសមអីទៅសម្បត្តិជីវិតសត្វអញ្ចឹងព្រោះតែយើងជាអ្នករកធម៌រកអាដើម្បីថាជាអ្នកបដិបត្តិដើម្បីឲ្យរួចផុតទុក្ខចុះឥឡូវទៅឲ្យទុក្ខដល់សត្វដទៃអញ្ចឹងតើវាសមអីបែបអញ្ចឹងបានភិក្ខុទាំងអស់នឹងឃើញអញ្ចឹងហើយក៏នាំគ្នាត្រឡប់ទៅគាល់ព្រះវិញទៅដល់ហ្នឹងទៅទាល់ទូលព្រះសម្មាសម្ពុទ្ធបពុទ្ធព្រះអង្គដ៏ចម្រើនចក្របាលថែក្នុងព្រះអង្គទាំងអស់គ្នានឹងទៅដើម្បីទៅមើលទីកន្លែងលោកទៅជួបនឹងលោកដល់ទៅនឹងឃើញនៅទីចង្ក្រមហ្នឹងចក្របាលថែដើរចង្ក្រមជន់សត្វល្អិតសត្វមេភ្លៀងសត្វល្អិតដតេជិតងាប់ជាច្រើនណាស់នៅលើទីចង្ក្រមហ្នឹងមិនសមបើនឹងទៅធ្វើអីចឹង
កាលដែលមានភ្នែកភ្លឺនោះមិនគិតខំប្រឹងសង្ក្រមដើម្បីឲ្យបានសម្រាប់ធម៌អានេះឬដល់ភ្នែកខ្វាក់ហើយបានទៅធ្វើអញ្ចឹងតើសមអីបើបុស្សជាសមណៈអញ្ចឹងហើយមិនក៏ទៅសំទៅជន់សត្វស្លាប់អស់អញ្ចឹងបានព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងតបទៅវិញទៅមនុស្សវិខទាំងឡាយធម្មតាប្រខៃណាស្រាប់ទាំងឡាយដែលជាកូនតថាគតនេះមិនដែលមានចេតនាខ្លែងទៅសម្រាប់ជីវិតសត្វអញ្ចឹងទេតើអស់លោកឃើញកូនតថាគតនឹងសម្រាប់សត្វទាំងអស់នឹងទេបានខូចទាំងអស់នឹងឆ្លើយទៅមិនបានឃើញដល់ផ្ទាល់ភ្នែកទេថាដែលអស់លោកមិនបានឃើញផ្ទាល់កូនតថាគតសម្រាប់ដល់ផ្ទាល់ភ្នែកយ៉ាងណាកូនតថាគតក៏មិនបានមានចេតនាសម្រាប់សត្វទាំងឡាយនោះក៏យ៉ាងនោះដែរតែនោះធម្មតាប្រខៃណាស្រាប់ទាំងឡាយតែលោកអស់អាសវៈកិលេសពីខណ្ឌសន្តានហើយលោកមិនដែលមានចេតនាបៀតបៀនជីវិតសត្វណាមួយទេបានខូចទាំងអស់នោះអូបច្ចកបាលថែជាព្រះអរហន្តជាប្រខៃណាស្របបានខូចទាំងឡាយហ្នឹងទូលសួរព្រះសម្មាសម្ពុទ្ធតទៀតបពុទ្ធព្រះអង្គដ៏ចម្រើនចុះចក្របាលថែលោកបានសម្រេចព្រះអរហត្តផលទៅហើយជាតិនឹងមាននិស័យរហូតដល់បានសម្រេចព្រះអរហត្តផលចុះហេតុអ្វីបានជាត្រូវថ្វាក់ពនេតទាំងពីរព្រះអង្គអញ្ចឹងបានព្រះសម្មាសម្ពុទ្ធទ្រង់នេះមានព្រះបន្ទូលតបជំនាញខុសទាំងឡាយកូនតថាគតដែលបានទទួលកម្មថ្វាក់ពនេតទាំងពីរនឹងដោយសារអំពើកម្មដែលខ្លួនបានកសាងពីអតីតជាតិមកបានខុសទាំងអស់នឹងទូលសួររបស់ព្រះអង្គដ៏ចម្រើនអំពើដែលចក្របាលថែលោកបានធ្វើពីអតីតជាតិនោះតើធ្វើយ៉ាងដូចម្តេចដែរព្រះសម្មាសម្ពុទ្ធបើចឹងអស់លោកប្រំស្ដាប់ណាតថាគតនឹងនិទានប្រាប់បានព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងទៅមនុស្សវិខទាំងឡាយក្នុងអតីតកាលក្នុងក្រុងពរិណស័យកាលនោះប្របាទពរិណស័យសោយនៅក្រុងពរិណស័យនឹងមានពេទ្យម្នាក់គ្រូពេទ្យនឹងស្ទាត់ជំនាញណាស់ដើរពីភូមិមួយពីភូមិមួយទៅភូមិមួយពីស្រុកមួយទៅស្រុកមួយដើម្បីធ្វើរបរពេទ្យកម្មពីមើលអ្នកជំងឺតាមភូមិតាមស្រុកទៅដល់ភូមិមួយនោះឃើញស្ត្រីម្នាក់មានជំងឺភ្នែកឈឺភ្នែកទាំងពីរយូរឆ្នាំមកហើយមើលមិនជាចឹងទៅពេទ្យនឹងទៅសួរនាំដឹងដំណើរសពគ្រប់ទៅក៏បាននិយាយនឹងស្ត្រីនឹងថាឥឡូវបើអ្នកសុខចិត្តឲ្យខ្ញុំមើលខ្ញុំនឹងផ្សំថ្នាំជូនបន្តបាននាងស្រីនឹងឆ្លើយទៅបងមានអីខ្ញុំព្រមទាំងអស់សូមឲ្យលោកគ្រូពេទ្យជួយមើលភ្នែកខ្ញុំឲ្យជាផងបានគ្រូពេទ្យនឹងសួរទៅចុះបើខ្ញុំមើលជាតើឲ្យខ្ញុំអ្វីជារង្វាន់ឲ្យរង្វាន់អីដល់ខ្ញុំបាននាងស្រីនឹងឆ្លើយថាបើសិនជាខ្ញុំបានជាភ្នែកដោយប្រក្តីវិញខ្ញុំក្តីខ្លួនខ្ញុំក្តីកូនប្រុសក្តីកូនស្រីក្តីទាំងអស់នោះនឹងទៅធ្វើជាខ្ញុំបំរើរបស់លោកគ្រូពេទ្យសូមឲ្យទៅជួយមើលថ្មីឲ្យជាទៅចប់បានគ្រូពេទ្យនឹងផ្សំថ្នាំហើយយកជូនថ្នាំនឹងបន្តតែម្ដងពីរហ្នឹងជាធេងដោយប្រក្តីយ៉ាងទៅដល់បានជាភ្នែកនឹងហើយនាងស្រីតែឈឺភ្នែកនឹងនឹកគិតថាឯងបាននិយាយដាច់ញានឹងលោកគ្រូពេទ្យទៅហើយថាបើសិនជាលោកគ្រូពេទ្យមើលភ្នែកនឹងជានឹងខ្ញុំក្តីបុគ្គលប្រុសកូនស្រីទាំងអស់គ្នានឹងសុខចិត្តធ្វើជាខ្ញុំកំដរលោកគ្រូពេទ្យរហូតទៅនេះឥឡូវនេះភ្នែកជាទៅហើយវាធម្មតាខ្ញុំទេនេះមើលទៅបើទៅខ្ញុំគ្រូពេទ្យនឹងមិនដែលបានសម្លេងអីពីរោះសម្ដីពីរោះមើលទៅមានរឿងជេរបន្តិចជាដើមមិនខានទេក៏បើចឹងទេមិនបានសេចក្តីសុខបើយើងគិតធ្វើនេះគិតធូតធរកុហកគ្រូពេទ្យនឹងទៅដើម្បីឲ្យរួចខ្លួនបានគ្រូពេទ្យមកសាកសួរម្ដងទៀតតមកប្រហែលថ្ងៃម្ដងសួរទៅអើយមិនទៅភ្នែកនោះបតក់ថ្នាំទៅហើយទៅយ៉ាងម៉េចតាមពិតភ្នែកនោះជាដូចប្រក្តីដែរតាំងបតក់ថ្នាំនឹងមកនាងនឹងគិតថាឥឡូវគិតគូធរកុហកបើមិនចឹងទេមកទៅធ្វើខ្ញុំវាបានប្រាប់ទៅគ្រូពេទ្យវិញថាលោកគ្រូពេទ្យហើយ
ในขยมหนึ่งการเดินตอนประตอกนำหนึ่งชื่อตัดละโนมเลยเราตั้งที่ประตอกนำหนึ่งเตยนึกคือตุกกันคลังแรงเฟสนักดีรู้จักมันซ่อมให้พอนำนี่อันทลอบดังประกอบนะกับที่ใบตำเนาะนึงคือถ้าเชียเทอย่างแบบนั้นไว้มือเด็กเนกไอ้นึงรู้จักละโนมถ้าจะเชียไม่ก็จะเชียแล้วแต่ชื่อจับตัวเองมือเตยมันเมนนี่เนี่ยใส่นี่ประกอบเชียก็ห่อมือเตยเบาปลาไงมือเตยยังกาจัดตู้เหมือนนอกกาจัดทางขนาดนักเตยเลี้ยงนี่เบาปลาไงแบบจังอันจะปลาเบาปลาไว้ก็เวลาตลอดติดเตียวิ่งจะปรับแผลยี่ดูเป็ดเนี่ยยี่ถึงหน้าถึงนองปรับแผลยี่สอบปรุบทันเลี้ยงนี่มือเตยก็ห่อให้เบาปลานำไอ้เอาเต็มตอนมือเด็กเนยดีจีสรุปว่าอะไรถ้าทำเนยจะมันจีถ้าได้แต่ชื่อแล้วมือเตยก็ได้ขวานมาแล้วนะแค่ยีแล้วก็คูเป็ดหนึ่งนี้มันยีทำอะไรจีคูเป็ดแต่ซ้อมทำมาหมกเตียดนำนั่นก็ได้แต่มาตอบขวานตั้งปีนะมั้งซ้อมทำให้โยกแต่โยกไปปรับทำยังไงเนี่ยทำนี่พอถ้าทำบุญยืมเตาที่ดัดซ้อมนี่ถือเว้นอันนี้แต่มาตอบได้บางกาโยกนำตัวเอาเนียงนุกขดพื้นตามเตาเราตอบนำนึงนำกรอยนึงเตาดัดแต่มาตอบได้ขวานตั้งปีนึงแต่มาดองเตานี่ได้พ่อหรือบอกจักรบาลหลักไทยได้บานบอกการจีบนี้บานดาวชนะปราหัตพ่อคนแต่เติมในขวัญปีเดือดแซ่อำเภอกำแต่ครูนบานฟื้นโดยตูมันน่าสุดจัดโดยปฏิฆะจัดนางชนะจัดตูมันนอกบ้านจะกำนึงว่าตามละโหดหมกดอเจียบจิตตีบุพพแต่บ้านจะปราหัตพ่อจะปราหันหายก็กำนึงว่าตามเบิกตอนเพื่อเอาในลูกถึงปีนั้นขวาโดยแต่ลูกบ้านซ้อมน้ำดับในเนียงใส่ขวาโดยเฉพาะได้ทำยังไงบ้านเป็นลูกมีเตียนเรื่องหนึ่งสอบกลุ่มห้อยบ้านประมูลเลือกโยกเกียรติาพุทธเพียสัตโดยแต่บ้านอ่านดาวธรรมนูปเปลี่ยนกับเมียทอมเมียมาดูเสียท้ามาดูมายี่มันเนี่ยซาเจปตุเทนะเพียสเตวีกระรอติวีตะตอนั่งตุกขมันเวเตจักกังเวะเตาปะเตียงแปรจะได้จะทอดทั้งหลายเมียนจัดดอลมุนเมียนจัดเจียบเทียนสำรัจหาอย่างปีจัดบาบอกกุลได้เมียนจัดใส่มองเมียนจัดตุสรายหายปูลกระไดทเวกระไดสิกระไดตกประเมนชอบตามบอกกุลนูปรูตุจรัตทั้งใบอย่างนูโดเจียกองรถเตะได้เวลตัวตามสนามจึงกูแต่กำปุงแต่โอ้รถเตะเต้าดูฉนองไอ้เนี่ยนี่เป็นเปรียบนาสัมพุทธตรงประโมลเนาะท่าอำเภอบาปแต่ยืนคือโดยจัดหนักบริสุทธิ์จัดตุสรายเต้าแต่ตัวตัววิบ้าคือสักใดตกในเปลืนามุ้ยเจมันคานผู้สร้างตัวรู้บอกเป็นอักลูกเอาเนี่ยสร้างตัวสับปะรดทั้งหลายติสนาไงเซอร์ตัดปรามโรยขาศาสตร์นี่ปีเรื่องจักรบาลไทยไปหนึ่งอธิมาอย่างที่พุทธพีสัตได้เมียนเด็กนองเตยเรื่องแต่พระองค์ลุปารุกจักรบาลไทยสมได้เกียรติฐานนี้บ้านอธิบายสอบซ้อมรุ่มดาวปีดาวเวลีนั่นมันจับทอดติสนาแต่กันแน่มุนมันจับทอดติสนาของปีหลอกกันให้โซมอักลูกเอาเนี่ยพุทธบริษัททั้งหลายต่างจัดสนับสนุนจุดประมาณประโมทบนกุศลการรักษาโซไงนี่เป็นการปรังสนับทอดติสนาในไงอุบาสกเสานี้อุติจูนดอกปปการไรจุนทั้งหลายระบบหาโลกเมียนหน้าจะโดนตาจะได้แล้วใจขาดให้โซบนกุศลบานต่อต่อโลกหลายนุกไอโซนบานตกแก่ขนมสกติพบออกมาจนเล็กห้องโลกหน้าแบบนี้กระเตะดังปอดการปีทุกปีหลุมบ้าโซไอบนกุศลในช่วยโจตรงในรุ่นปีทุกปีหลุมบ้าตั้งปีนี้ต่อเต้อันโซมอานิสังในการปรังสรรค์ติสนานิบานเกี่ยวกับใสกรงอนาคตจีต
លោកសូមបានជួបនឹងព្រះសិអានត្រីបានស្ដាប់ធម៌របស់ព្រះអង្គហើយបានសម្រាប់អ្នកផលនិព្វានគ្រប់គ្នាទៅវងទេវងធម្មទីសមាសង្ឃិពេមសមតាធម៌ទេសនាសន្មតថាចប់ដោយសង្ខេបអេវង